គ្រឿងខ្លែងពីរបងប្អូនដឹងស្រាប់ហើយនួនសេរីនៅសភាពការថ្មីនេះគ្រឿងខ្លែងទី1ខ្ញុំនិយាយមុននឹងខ្ញុំនិយាយរឿងសភាពការអន្តរជាតិខ្ញុំចង់រំលឹកបងប្អូនបន្តិចហ៊ុនត្រារំលឹកម្ដងហើយម្ដងទៀតដដែលសម្រាប់ប្រិយមិត្តដែលចូលមើលទូរទស្សន៍សូនតារាចុចវីដេអូសូនតារាទៅចេញអីផ្សេងចូលទី1បងប្អូនព្យាយាមទី2បងប្អូនត្រឡប់មកវិញហើយចូលវាយទៅក្នុងចុចឲ្យចំឈ្មោះរបស់ខ្ញុំចុចឲ្យចំឈ្មោះហើយវានឹងនាំយើងចូលទៅក្នុង page បងប្អូន scroll ចុះមកក្រោមនឹងឃើញការផ្សាយផ្ទាល់ហើយបងប្អូនចុចបើម្ដងមិនជោគជ័យបងប្អូនណាកែវមនីពៅចុច2ទៅ3ដងបើអត់ជោគជ័យទៀតបងប្អូនត្រឡប់ក្រោយវិញសង្គមទ្រីអ៊ុំអ៊ីសានទៅចុចនៅលើរង្វង់ក្រហមនៅណាអានេះដូចចិត្តនៅលើ profile រូបរបស់ខ្ញុំហើយបងប្អូនបើសិនជាបរាជ័យទៀតបងប្អូនវាយឈ្មោះចូលទៅក្នុង page ខ្ញុំតែម្ដងទី1ទី2អានេះយើងរំលឹកមេរៀនឡើងវិញសម្រាប់បងប្អូនដែលបង់លុយដើម្បីតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំគឺបងប្អូនខ្ញុំសូមអរគុណសូមមនោប៉ុន្តែបើសិនជាបងប្អូនមិនចង់បង់ឬក៏បងប្អូនដកវិញក៏ជាការប្រសើរដែរដើម្បីកុំឲ្យនៅ Facebook វាមានលេសអញ្ចឹងវាដើម្បីដាក់គំនិតឲ្យប្រិយមិត្តជាច្រើនទៀតបង់លុយមានន័យថាវារឹតបន្តឹងនៅការផ្សាយផ្ទាល់ធម្មតាបើកាលណាយើងបង់លុយវាញ៉ាំហើយវារឹតបន្តឹងហើយកាលណាវារឹតបន្តឹងមានន័យថាអ្នកដែលបង់លុយគឺពេលដែលខ្ញុំផ្សាយផ្ទាល់ទៅលូតទៅរហ័សឃើញតែម្ដងប៉ុន្តែសម្រាប់ប្រិយមិត្តដទៃទៀតគឺគាត់អត់លូតទៅទេអញ្ចឹងវារឹតបន្តឹងហ្នឹងគឺថាបើសិនជាយើងចង់បានលុយឬក៏យើងចង់ឲ្យមានអ្នកទស្សនាច្រើនត្រូវតែបង់លុយឲ្យ Facebook ដូច Facebook ហ៊ុនសែនហ៊ុនម៉ាណែតអីហ្នឹងគឺគាត់បង់លុយអញ្ចឹងបងប្អូនខ្ញុំមើលទៅឃើញនៅសល់$8ថេអត់ទៅណាមានន័យថាបងប្អូនគាត់ស្ម័គ្រចិត្តនៅតាមចឹងប៉ុន្តែទោះយ៉ាងណាក៏ដោយអ្វីទាំងអស់ហ្នឹងវាបុលអរ៉ាយគឺអត់បានមកខ្ញុំទេហើយខ្ញុំសូនតារាមិនធ្វើអាជីវកម្មរកលុយនៅក្នុង Facebook ទេហើយបើខ្ញុំចង់ធ្វើក៏បងប្អូនមិនទើសទាល់ឯដែរលុយក្នុង Facebook ក៏មិនតិចដែរព្រោះអ្នកទស្សនាវាមានច្រើនណានីតិធម៌ប៉ុន្តែសូនតារាប្រកាសថាអត់ធ្វើរឿងមិនទេហើយស្ម័គ្រចិត្តបំរើជាតិដោយមិនគិតពីការតបស្នងខ្ញុំអត់មានសេចក្តីសុបិនណាសម័យឆាំស្រមៅស្រមៃថាទៅបានផលប្រយោជន៍អីអំពី Facebook អត់ទេអ្វីដែលសូនតារាចង់បាននោះគឺថាយុត្តិធម៌សង្គមនិងផ្លាស់ប្ដូរផ្នត់គំនិតបងប្អូនតាមដានការផ្សាយផ្ទាល់របស់សូនតារាទៅសុខកម្ពុជាយល់ហើយចូលរួមចំណែកនៅថ្ងៃអនាគតដល់ក្នុងពេលឆាប់ៗនេះដើម្បីរួមគ្នាសូមបុណ្យសូមផ្លាស់ប្ដូររបបផ្ដាច់ការដែលនៅលើពិភពលោកយើងនេះរបបផ្ដាច់ការតែទៅម្ដងមួយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិត Real Camry Adventure អានេះសារបើកឆាកមួយម៉ាត់ឥឡូវយើងចូលដល់គ្រឿងក្លែងអានេះមិនមែនគ្រឿងក្លែងទេបងប្អូនណាអានេះលោកចិត្តជាសារបើកឆាកខ្ញុំរំលឹកបងប្អូនស្ថានភាពអន្តរជាតិយើងនិយាយតិចយើងមិនត្រូវមិននិយាយពីព្រោះអានឹងយើងរស់នៅលើផែនដីបងប្អូនដឹងគ្រប់គ្នាហើយអំពីអាមេរិកវាយប្រហារគោលដៅអាវុធនុយក្លេអ៊ែរលក្ខិស្មីរបស់អ៊ីរ៉ង់ហើយបងប្អូនក៏បានដឹងសម្រាប់អ្នកតាមដានទូរទស្សន៍សូនតារាហ៊ីសូនតារានិយាយថាសង្គ្រាមនៅអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺជាសង្គ្រាមនុយក្លេអ៊ែរហើយបងប្អូនក៏បានដឹងសម្រាប់អ្នកតាមដានទូរទស្សន៍សូនតារាទេណាកុំមកបានស្ដាប់ថាមិនយូរមិនឆាប់ទេដែលនៅមជ្ឈមបូព៌ាទុនដៃមុខព្រួយនឹងឆ្ពោះទៅឧបទ្វីបកូរ៉េហើយបងប្អូននឹងចាំចំណាំទុកថាតើអ្វីដែលសូនតារានិយាយព្យាករណ៍ដុកចិន្តាវាមានចំណុចត្រឹមត្រូវព្យាករណ៍ណាវាមានត្រូវវាខុសប្រហែលភាគរយដូចកាលពីម្សិលមិញបងប្អូនយើងនិយាយត្រឡប់ណានឹងតាមបានសភាពការមានប្រិយមិត្តម្នាក់ដែលគាត់ផ្ញើសារជំទាស់ជាមួយសូនតារាដែលនិយាយថានឹងគ្មានសង្គ្រាមលោកលើកទី3កើតឡើងទេពីព្រោះចិនវានឹងមិនលូកដៃអាចបញ្ជូនអាវុធជាសម្ងាត់រុស្ស៊ីនឹងបន្ថយបងប្អូនណាអានេះសុទ្ធតែជាការព្យាករណ៍របស់សូនតារាការវាយប្រហារអ៊ុយក្រែននឹងរហូតឈានចូលទៅដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនរបស់អាសន្នពីព្រោះបើកាលណាអ៊ីរ៉ង់ទុនដៃរុស្ស៊ីក៏ទុនដៃដែរអានេះនរិទ្ធផ្សែមជាអ្វីដែលសូនតារានិយាយហើយបងប្អូនដើម្បីឲ្យខ្ញុំលើកគ្រឿងក្លែងទី1ដើម្បីឲ្យវាដេញទាន់សភាពការរឿងសភាពការអន្តរជាតិហើយបងប្អូនយើងជាខ្មែរយើងមិនបាច់កាន់ជើងខាងណាក៏បានដែរប៉ុន្តែយើងកាន់ជើងខាងជនរងគ្រោះបើយើងមានមនោចេតនាគាត់ថាយើងនិយាយជាចំណេះដឹងទេ
យើងជាខ្មែរយើងត្រូវណាស់អានីសាលូណាបដោតលើប្រយោជន៍ខ្មែរជាធំទី1ប៉ុន្តែបងប្អូនស្រាប់តែឃើញហនុមានអង្គអ្វីដែលសូនតារាជាកគឺវាចាប់ផ្ដើមដើរទៅដូចការគិតរបស់សូនតារាដូចការគិតសូនតាចូលគ្រូបកកាយមិនមែនទេបងប្អូនគឺយើងវាតម្លៃតាមបែបវិទ្យាសាស្ត្រនិងស្គាល់អំពីបរិបទសេដ្ឋកិច្ចនិងកម្លាំងទ័ពសព្វវិទ្យាអានេះក៏ Walker អាហ្នឹងហើយបានជាបងប្អូនឥឡូវឃើញសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនណាមិនមែនចប់ទេណាសលេះមហាបាតកម្មគឺថមថយហើយប្រិយមិត្តមិនសិនមិញដែលគាត់និយាយជាមួយខ្ញុំថាគាត់ដែលមានមតិនឹងត្រឹមត្រូវប្រឆាំងជាមួយសូនតារាដែលថាមិនមាននឹងមានសង្គ្រាមលោកទី3សូនតារាថាអត់ខ្ញុំថាអត់ទេហើយណាបងប្អូនឥឡូវយើងមើលអាមេរិកដាក់វាប្រហារគោលដៅ3របស់អ៊ីរ៉ង់តើមានរុស្ស៊ីមានចិនណាក្អកទៅលូកទេអត់ណាបន្តិចទៀតមិនដឹងទៅយ៉ាងម៉េចជាងសភាពការយើងមើលមិនដឹងអត់អញ្ចឹងមានតែម៉េចមានន័យខ្ញុំជម្រាបប្រាប់បងប្រុសខ្ញុំនិយាយថាបងប្រុសដែលគាត់ដែលមានកំណត់ផ្ទុយពីសូនតារាហ្នឹងណាលីតាអេនជលទូចខ្ញុំថាសំហេតុផលអ្វីដែលយើងត្រូវតាមដានគឺចាំមើលទាំងអស់គ្នាហើយគាត់អាចភ្លឺភ្នែកបន្តហើយថាភ្នែកប្រហែលជាភ្នែកសូនតារាអាចមុតជាងគាត់ខ្ញុំប្រាប់ពីអាចមានន័យថាគាត់នៅតែមានហេតុផលដដែលអាចមុតជាងរត់ខៀវមិនដល់តែនេះបងប្អូននិយាយពីសភាពការអន្តរជាតិបន្តិចស្ថានភាពបច្ចុប្បន្នវាផ្ដល់ផលប្រយោជន៍ទៅឲ្យពុកផ្ដាច់ការជំវិញពិភពលោកគឺពុកផ្ដាច់ការតូចតាចកាពីកប៉ោឥឡូវបងប្អូនបានពាក្យថ្មីឲ្យសូនតារាប្រើពាក្យនីមួយៗគឺមានន័យសួងឈានគេហៅពួកមេដឹកនាំផ្ដាច់ការនិងពួកមេដឹកនាំផ្ដាច់ការកាពីកប៉ោពួកមេដឹកនាំផ្ដាច់ការកាពីកប៉ោដូចជានៅកម្ពុជាអាហ្នឹងមានន័យថាម៉េចគឺគេអត់ចលុកមករកអត់តម្លៃនឹងឲ្យគេទៅតតាំងបងប្អូនណាចំណាំដែលសូនតារានិយាយទេមនុស្សដែលអាចនិយាយឲ្យមេដឹកនាំតតាំងបានណាគឺជាកម្ពុជាមនុស្សទុកជាមនុស្សតដោយវិធីណាក៏ដោយគឺជាកម្ពុជាមនុស្សឥឡូវខ្ញុំសួរដូចជាម៉ាក្រុងដូចជាដូណាល់ត្រាំឬក៏ពូទីនគាត់ដែលទៅតបតមនុស្សមេដឹកនាំផ្ដាច់ការកាពីកប៉ោទោះជាតបតបែបណាក៏ដោយគេតបតណែដោយវិធីគម្រាមក៏ដោយវិធីក៏ដោយគឺជាកម្ពុជាមនុស្សចុះសូនតារាកម្ពុជាមនុស្សហេតុអីពីព្រោះហ៊ុនសែនចាត់ឪពុកសូនតារាជាចំណាប់ខ្មាំងបងប្អូនពិចារណាមើលកែវវាសនាបើខ្ញុំមិនមែនជាកម្ពុជាមនុស្សរឿងអីគេចាប់ឪពុកខ្ញុំជាចំណាប់ខ្មាំងតើមានមនុស្សប្រមាណអ្នកនៅក្នុងប្រទេសកម្ពុជាដែលគេចាប់ឪជាចំណាប់ខ្មាំងដោយសារសូនតារាជាកម្ពុជាមនុស្សទើបហ៊ុនសែនតបតដោយវិធីយ៉ាងព្រៃផ្សៃជាទីបំផុតបើខ្ញុំជាមនុស្សកប៉ិចកប៉ុកធម្មតាឥតតម្លៃណាគាត់អត់ទៅនឹកឃើញទៅប៉ះពាល់គ្រួសារខ្ញុំអត់ទៅអញ្ជើញឪពុកម្ដាយខ្ញុំអត់រវីរវល់ហ៊ុនម៉ាណែតទាំងមិនទៅហៅឪពុកខ្ញុំនឹងទៅជួបគូសម្ដែងការគូសំគោរពចាស់ទុំម្ដងពីរដងអត់មានទេបងប្អូនណាអានឹងបានជាមើលឃើញថាតើសំអាងលើអីសូមនិចស៊ូដែលហៅថាសូនតារាជាកម្ពុជាមនុស្សសំអាងលើហ៊ុនសែនចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងមួយអានឹងខ្ញុំនិយាយត្រឡប់ទៅរឿងស្ថានភាពអន្តរជាតិវិញប៉ុន្តែវាត្រូវតែស្លចូលគ្នាខ្លះបងប្អូនសុខុមសម្រិទ្ធដែលខ្ញុំហៅថាមេដឹកនាំផ្ដាច់ការកាពីកប៉ុកតែនិតកូស៊ីចំណេញណាឧទាហរណ៍ដូចប្រទេសកម្ពុជាពេលណាដែលពិភពលោកមានសង្គ្រាមធំមានបញ្ហាវិបត្តិមនុស្សធម៌ធម្មតាមានសង្គ្រាមនាំមកមានវិបត្តិមនុស្សធម៌ដូចជានៅហ្គាហ្សាពេលនោះអង្គការអន្តរជាតិចម្រើនមកនឹងពិភពលោកនឹងចោលភ្នែកទៅមើលវិបត្តិធំហើយជាទុកអាណាដែលមិនសូវអីមកដុំសិនដូច្នេះមេដឹកនាំផ្ដាច់ការកាពីកប៉ុកមានឱកាសធ្វើរឿងសាហាវព្រៃផ្សៃឧទាហរណ៍សូម្បីតែប្រទេសថៃក៏ឆ្លៀតឱកាសពេលដែលពិភពលោកចលាចលលើកទ័ពមកឆ្លៀតពានកម្ពុជាដែរបើពិភពលោកស្ងប់ស្ងាត់ពេលនោះបើថៃលើកទ័ពឆ្លៀតពានកម្ពុជាដាក់ពាក្យប្តឹងហើយហ៊ុនសែនគាត់ធ្វើអំពើណេះចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងរំលោភសិទ្ធិមនុស្សពេលនោះណាកៅភ្នែកសម្ពាធគេនឹងចោលទម្លាក់មកលើកម្ពុជានៅលើថៃដែលឆ្លៀតពានកម្ពុជាប៉ុន្តែដោយសារអកុសលណាបងប្អូនដែលស្ថានភាពពេលឥឡូវនេះអកុសលណាដែលយើងនៅពិភពលោកមានសង្គ្រាមធំដែលធ្វើឲ្យពិភពលោកហ្នឹងលែងល្វីល្វល់ប៉ុន្តែយើងនិយាយចឹងចង់មានន័យថាបំបត្តិទឹកចិត្តឬក៏ស្មារតីរបស់បងប្អូនទេស្រីម៉ៅទេមិនមែនទេបើអញ្ចឹងសូនតារានៅនិយាយធ្វើអីសួនច័ន្ទសូរិយាខ្ញុំនិយាយនេះខ្ញុំចង់ឲ្យបងប្អូនជឿយល់ថាហេតុអ្វីបានយើងប្រឹងហើយម្ដងទៀតនៅតែអត់មានអន្តរជាតិ
ឬក៏ពិភពលោកផ្ដោតការយកចិត្តទុកដាក់ខ្ញុំនិយាយនេះជាចំណេះដឹងដើម្បីឲ្យបងប្អូនធូរទ្រូងថាអូស្ថានភាពអញ្ចឹងបានជារៀងរយាលពីយើងរយាលមានន័យថាមិនមែនមានន័យថាគេបោះបង់ចោលទេទី1ទី2នៅលើលោកនេះចាំរៀបជាកូនសិស្សសូនតារាមានតែយើងខ្លាំងដោយខ្លួនឯងយើងចាប់ពីថ្ងៃនេះតទៅចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់កំណត់អំពីភាពខ្លាំងដោយខ្លួនឯងសាមគ្គីខ្ញុំនិយាយសាមគ្គីដោយខ្លួនឯងពង្រឹងខ្លួនឯងបងប្អូនចាំសម្ដីសូនតារាមកមានតែយើងខ្លាំងនិងមានការបដិញ្ញាចិត្តសាមគ្គីជាកម្លាំងធំទីនិយាយឲ្យខ្លីមានតែយើងខ្លាំងទេទើបគេព្រមជួយយើងមានតែយើងខ្លាំងទេទើបគេចូលរួមជាមួយយើងណាប៉ាសេលីនអន្តរជាតិខ្ញុំតែងតែលើកឧទាហរណ៍ពីចំណុចរវាងកូនចៅម៉ាស៊ីតនិងកូនដែលមានកំណត់ឪពុកមានលុយ1លានឲ្យកូន2នាក់ចង់បើកក្រុមហ៊ុនដូចគ្នាសោភ័ណសឪពុកនឹងមិនឲ្យលុយទៅកូនចៅម៉ាស៊ីតទេបងប្អូនគេនឹងឲ្យលុយទៅអាកូនមានកំណត់កាន់ចំនួនពីព្រោះវានឹងរីកចម្រើនដូចគ្នាអន្តរជាតិបើគេចង់ជួយក៏គេអត់ជួយមនុស្សចៅម៉ាស៊ីតដែរក៏ជួយមនុស្សចៅម៉ាស៊ីតទេមែនទេចឹងនិយាយថាបើយើងខ្លាំងទៅណាសុខគឺមួយបើយើងមិនខ្លាំងគ្រប់គ្រាន់សម្រាប់ឲ្យគេទៅជួយទេគេសុខចិត្តគ្រាន់តែអែលខ្នងនឹងផ្ទះដៃថាស្អាតណាស់ល្អណាស់ពេជ្រសុបិនស្អាតណាស់ល្អណាស់គេនឹងមិនជួយយើងទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាភពបន្លឺស្រាប់ខោជនផ្ដាច់ការកណ្ដាលសមុទ្រផ្លាស់ប្ដូរផ្នត់កំណត់គ្រឿងក្លែមទី2ទេខាងខ្ញុំដូចជារ៉ាមេតាអ៊ុំអត់អីទេបាទឃើញរ៉ាមេតាអ៊ុំខមមិនសូមខមមិនមួយទៀតបាទបាញ់បាញ់កាំងសង្គមធីរីអ៊ុំមីសែនមុំប៉ែនត្រូវមកអញ្ចឹងតទៀតខ្ញុំគណៈបកប្រជាជនគេផ្ញើសារមកខ្ញុំច្រើនប៉ុន្តែសារជាសម្លេងមកបងណាខ្ញុំនិយាយអញ្ចឹងច្បាស់ជាគណៈបកជនបើឯងខ្លាំងចាក់មកសូនតារាមិនមែនហ៊ុនសែនទេបងប្អូនណាខ្ញុំក្នុងមួយថ្ងៃបងប្អូនពិចារណាមើលប្រហែលបងប្អូនមិននិយាយគេមិនសូវស្គាល់ផងពីអ្នកផ្ញើសារមកចំណែងទូរស័ព្ទឈុំពិសិដ្ឋចុះសូនតារាដែលខ្ញុំនិយាយថាគ្រប់និន្នាការគ្រប់គណៈបកគាត់តែខ្ញុំមើលអ្នកសារណាដែលខ្ញុំឆ្លើយតបសារណាដែលខ្ញុំរំលងសារណាដែលខ្ញុំចូលមើលខ្ញុំមើលទៅដូចមិនចាំបាច់បងប្អូនកុំប្រកាន់ទេព្រោះអានឹងវាច្រើនពេកចឹងហ្មងណាជាធឿនណាគណៈបកប្រជាជនគាត់ផ្ញើសារសម្លេងមកខ្ញុំឲ្យទម្លាប់សូនតារានឹងមិនកាត់យកសារអ្នកណានឹងមិនយកសម្លេងអ្នកណាទៅផុសជាដាច់ខាតទោះជាមួយជីវិតខ្ញុំស្លាប់ទៅវិញក៏ដោយខ្ញុំនឹងរក្សាឯកជនភាពតម្លៃរបស់សូនតារាដែលធ្វើឲ្យមនុស្សទាំងអស់មិនញញើតនឹងនិយាយជាមួយសូនតារាហើយគេជឿថាជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរនិងមានសុជីវធម៌ខ្ពស់បងប្អូនកៅសវណ្ណរីរតផ្ញើខ្ញុំមកសេរីគណៈបព្វជិជនសប្បាយចិត្តផ្ញើមកចង់ជេរបចោលក្រោយក៏ខ្ញុំអត់យកសារបងប្អូនជេរបចោលនោះទៅផុសដែរឆៃយ៉ាសច្ចានិយាយតែមកគាត់ថាផ្ញើសារជាសម្លេងលោករតចាស្មីនមិនចាំបាច់វែកញែកនឹងណែនាំទេគេដឹកនាំប្រទេសប៉ុណ្ណាណីគេចេះគិតគូរហើយធួងសុថេគាត់និយាយច្រើនណាស់ប៉ុន្តែអាចុងក្រោយមានអាចចំណុចមួយតែគាត់ប្រៀបរាប់ពីគុណសម្បត្តិថាតាំងពីមានដែលសន្តិភាពណែគាត់ថតរូបស្ពានហើយខ្ញុំមើលសារ៉ាអ៊ុំគាត់ច្រើនអានេះបាច់កណ្ដាស់បាយជនណាប៉ុន្តែខ្ញុំអត់តបមកមានអាចចំណុចមួយដែលខ្ញុំតបចំណុចត្រង់ថាគេធ្វើមេដឹកនាំប៉ុណ្ណាណីគេចេះគិតគេចេះគូរហើយមិនចាំបាច់លោកឯងណារុយក្បាលខៀវទៅណែនាំទេអ៊ូលេងជាទៅចេះស្ដីបដៅគេទេពេលនោះខ្ញុំតបទៅគាត់មួយម៉ាត់វិញហើយគាត់ក៏សួរខ្ញុំវិញប៉ុន្តែបើគាត់អត់ចេះសេះអក្សរហ្នឹងគាត់ចេះតែសម្លេងខ្ញុំថាអ្នកកំពុងតែស្ដីបន្ទោសឲ្យហ៊ុនសែនហើយណារុងថាវរតគាត់ក៏ផ្ញើសារមកវិញថាចេះស្រីមកខ្ញុំអត់មានបន្ទោសសម្ដេចទេគឺខ្ញុំថាឲ្យលោកឯងថាគេដឹកនាំប្រទេសប៉ុណ្ណានេះគេចេះឲ្យបាច់លោកឯងហ្នឹងចេះជួយណែនាំទេអាម៉េចក៏លោកឯងហ្នឹងអត់យល់ទៅថាខ្ញុំនឹងទៅស្ដីឲ្យហ៊ុនសែនទៅវិញខ្ញុំក៏ឆ្លើយតបគាត់លើកទី2ហើយក៏បាត់ទៅខ្ញុំថាសំណាក់កើតចុះមិនមើលហ៊ុនសែនមានទីប្រឹក្សាប្រមាណពាន់បើសិនជាគាត់ចេះណាបើសិនជាហ៊ុនម៉ាណែតបើសិនជាហ៊ុនសែននឹងចេះមិនត្រូវការឲ្យមានគេទៅណែនាំទេចាំបាច់តែងតាំងទីប្រឹក្សាមានទីប្រឹក្សាទៅអីគិញហឿងអ្វីទៅដែលហៅថាទីប្រឹក្សានឹងសួរគាត់រាជនីសំបាត់មាត់បងប្អូនឥឡូវបងប្អូនឆ្លើយថាម៉េចបងប្អូនច្បាស់ជាខំជេរបចៅវិញហ្នឹងមិនចឹងណាអើហេហ្នឹងអើយសូនតារាអត់ថង
គេថាអើយលោកកុំចេះទៅស្ដីណែនាំគេមេដឹកនាំប្រទេសប៉ុណ្ណាហ្នឹងគេចេះហើយមិនបាច់លោកឯងហ្នឹងទៅណែនាំគេទេតារាអ៊ំសូនតារាថានិយាយអញ្ចឹងគឺកំពុងតែស្ដីឲ្យសម្ដេចតេជោគេថាអីឈួតទេគេនិយាយនេះទៅចេញនោះមិនបានថាស្ដីឲ្យសម្ដេចតេជោឲ្យយកមើលហ៊ុនសែនណាមានទីប្រឹក្សាប្រមាណអ្នកតារារាជសិនប្រមាណ100ប្រមាណ1000អ្នកបើហ៊ុនសែនគាត់ចេះហើយគាត់ចាប់បាញ់តែងតាំងទីប្រឹក្សាទៅអីអញ្ចឹងខ្ញុំសួរវិញដូចមិនដែរថាទីប្រឹក្សាគឺជាអ្នកដែលចូលរួមច្បល់មតិណែនាំណាតាមពិតណាមានចំណុចខ្លះពេលដែលសូនតារានិយាយទៅមានលក្ខណៈជាការផ្ដាល់យោបល់ណាសុចន្ទរាហេត្រូវផ្ញើលុយមកឲ្យសូនតារាបានត្រូវពីព្រួយណាបងប្អូនពីគ្រូយោបល់គិតជាលុយនៅស្រុកអាមេរិកស្រុកអឺរ៉ុបក៏ដោយបងប្អូនទៅជួបមេធាវីទៅជួប5នាទីគេរាប់នាទីលុយទៅសូនតារានិយាយមានកន្លែងខ្លះចំណុចខ្លះទេមិនទាំងអស់ទេក្រៅពីស្រាត់ខោជន់បដិការនិយាយផ្ដាល់យោបល់ណាត្រូវគិតលុយបានត្រូវយេបើប្រទេសក៏ផ្ដាស់អីចឹងបាត់មាត់ដូចគេជប់បងប្អូនហើយមិនដឹងឆ្លើយតបតែម៉េចខ្ញុំបើឆ្លើយតបយុវជនខ្មែរទីមានតែមួយទេគឺអីគេជេបចោរត់ជេបចោរត់បែបគាត់រំពឹងថាដាក់អាហ្នឹងទៅគឺថាសូនតារាហ្នឹងបើឲ្យចងល់មើលហើយក៏ចេះក្បូរក្បាច់អីគេធ្វើមេដឹកនាំឲ្យប៉ុណ្ណាណីហើយមិនបាច់លោកឯងហ្នឹងមកចេះណែនាំផ្ដាល់យោបល់អីទេដល់សូនតារាថានិយាយចឹងគឺមើលងាយហ៊ុនសែនមិនមើលហ៊ុនសែនចាំមើលទីប្រឹក្សាគាត់មកគប់ហ៊ុនសែនទីប្រឹក្សាគាត់មិនតែជាងពាន់ហ្នឹងណាចឹងអ្វីទៅដែលហៅថាទីប្រឹក្សាអ្វីទៅហៅទីប្រឹក្សាណាអាហ្នឹងគឺវាមានន័យថាអ្នកណាដែលនិយាយអញ្ចឹងគឺកំពុងតែប្រមាថមើលងាយហ៊ុនសែននិងហ៊ុនម៉ាណែតទៅវិញទេដល់តែពេលអញ្ចឹងទៅអត់មានអីទេមានតែរត់ហើយបើមិនរត់ទេមានតែជេរបចោគឺក្បាច់មនុស្សអាសន្នឬក៏មនុស្សដែលដុំថ្មធ្លាក់ត្រូវមេជើងស្រែកឈឺគឺអត់មានបញ្ញាអីមកតបតរណ្ដាកឹមជាមួយនឹងសូនតារាបានឡើយព្រីចំណេះ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ឥឡូវបងប្អូនឆ្លើយតបថាម៉េចមិនថាអញ្ចឹងបងប្អូនទៅជេរមកឈ្នះគណៈបព្វជិជនខ្ញុំអត់ជេរទេខ្ញុំថាប៉ុណ្ណឹងហើយត្រូវបើគណៈបព្វជិជនណាគេចូលហើយជួនកាលអ្នកខ្លះណាបងប្អូនចូលមកជេរបចៅសូនតារាហ្នឹងយូរទៅជាលួចស្ដាប់ជូកលៀង DC ទៅជាយល់ទៅជារត់ចូលគណៈបព្វជិជនស្អាយដោយសារស្ដាប់សូនតារាកើនបញ្ញាអាហ្នឹងហើយគេហៅថាកើនបញ្ញាហើយសំហេតុផលណាវារកចំទាស់វាអត់បានប្រធានបទទី1លោកឪសុតប្រយ័ត្នខ្ញុំដាក់ប្រធានបទនេះអ្វីដែលសូនតារានិយាយគឺដើម្បីធ្វើបុណ្យទេហេងសៀងឡាហេងសៀងហៃហើយប្រិយមិត្តអាចសួរថាលោកគ្រូប្រធានបទមកកកអាម៉េចក៏យកប្រធានបទលោកឪសុតមកនិយាយថាមានប្រយោជន៍អីខុសព្រោះប្រធានបទនេះហ៊ុនសែនហ៊ុនម៉ាណែតជាអ្នកលើកយកមកនិយាយចឹងសូនតារាជានរណាសូរិយាស្រីសូនតារាជាអ្នកស្រាតខោជន់បដិការផ្លាស់ប្ដូរផ្នត់កំណត់អញ្ចឹងខ្ញុំក៏ត្រូវតែលើកយកប្រធានបទនេះមកនិយាយដែរប៉ុន្តែសួរថាហ៊ុនសែនហ៊ុនម៉ាណែតសេរីរដ្ឋអាប៊ីលើកយកប្រធានបទលោកឪសុតដើម្បីធ្វើបុណ្យជួយលោកឪសុតឬក៏ជួយខ្លួនគាត់ចម្លើយគឺអត់មានជួយលោកឪសុតទេគឺប្រើប្រាស់លោកឪសុតជាឧបករណ៍ច្បាស់អ្នកណានិយាយខុសពីនឹងគឺធ្លាក់នរកដូចជាពីក្រោយឲ្យច្បាស់ណាគឺសូនតារាជួយលោកឪសុតមែនទេសូនតារាជួយលោកឪសុតមួយខ្ញុំអត់មានប្រយោជន៍ពីលោកឪទេអញ្ចឹងបានខុសគ្នាណាខុសគ្នាបើលោកឪសុតនៅបដិជនបានស្ដាប់លោកឪសុតពិចារណាតាមផ្លូវធម៌ហ៊ុនសែនហ៊ុនម៉ាណែតប្រើលោកឪសុតសូនតារាជួយលោកឪសុតខ្ញុំនិយាយថាហេតុអីបានជាសៀមរាបអង្គរសម្ដេចប្រើលោកឪសុតគឺគេយកលោកឪធ្វើជាឧបករណ៍ដើម្បីកាច់បំបាក់បញ្ឈឺភាគីម្ខាងទៀតគឺថៃលោកឪត្រូវបានខ្លាយជាល្បែងដែលគេយកមកលេងហើយមែនទេទោះជាយ៉ាងណាក៏ដោយយើងលោកឪក៏ជាអ្នកដែលកាន់ព្រះពុទ្ធសាសនាបុអញ្ចឹងមិនត្រូវដាក់ខ្លួនឯងឲ្យទៅជាបាល់សម្រាប់គេទាត់លេងជាល្បែងដើម្បីចំណេញដើម្បីទៅបញ្ឈឺភាគីម្ខាងទៀតហើយបានជាថាទៅបញ្ឈឺភាគីម្ខាងទៀតសូនតារាត្រូវហាមគាត់ពីព្រោះថៃបើកាលណាយើងធ្វើឲ្យភាគីម្ខាងទៀតវាឈឺចាប់គឺវាមានការតបតហើយការតបតវានាំឲ្យអន្តរាយវាមិនមែនជាដំណោះស្រាយទេហើយបើសិនជាវាគឺជាច្បាប់សូនតារាគ្រប់គ្រងមិនចាំបាច់ហ៊ុនសែនហ៊ុនម៉ាណែតស្នើទេបើខ្ញុំទៅដល់ប្រទេសឬក៏ឥឡូវខ្ញុំគ្រប់គ្រងឲ្យរបបហ៊ុននេះ
រាល់ខ្មែរលើទាំងអស់ដែលចង់ចូលសជាតិខ្មែរគឺឲ្យចូលស្វ័យប្រវត្តិខ្ញុំសូមរាល់ទៅចឹងអត់ប្រកាន់ទេមកពីសុរិនមកពីបរិរាំងមកពីស្រះកែវមកពីត្រាក់ខ្មែរនិយាយភាសាខ្មែរខ្ញុំឲ្យចូលសជាតិមកពីខ្មែរក្រោមអត់មានចាប់ផ្សឹកលោកបញ្ជូនទៅយួនទេអត់មានអ្នកអាហ្នឹងគឺល្បែងរិះគន់ថៃឲ្យខ្មែររិះគន់ថៃឲ្យចូលសជាតិទទួលស្វាគមន៍លោកសង្ឃកម្ពុជាក្រោមរិះគន់យួនចាប់វាយចាប់ផ្សឹកលោកវាយខ្នោះបញ្ជូនទៅឲ្យយួនស្ងោស៊ីហាភីបងយួរបើធ្វើត្រូវធ្វើឲ្យស្មើភាពចឹងបើកណាគេយកយើងជាល្បែងណាយើងវាអត់សូវចំណេញប្រហែលទេវាចំណេញបានតែហ៊ុនសែនហើយនឹងហ៊ុនម៉ាណែតទេហើយចំណេញបដិជនគឺអត់ចំណេញអីទេបាទកណាយើងអត់ដឹងខ្លួនណាទីមួយដែលខ្ញុំចង់បញ្ជាក់ថាសម្ដេចយកបដិជនជាល្បែងទេអត់មានចំណេញអីដល់កម្ពុជាអត់មានចំណេញអីដល់ថៃហើយក៏អត់មានចំណេញអីដល់បដិជនដែរតាំងពីមែនទេខំប៉ុណ្ណាអត់ចំណេញដល់កម្ពុជាមានចំណេញអីអត់មានចំណេញអីទាំងអស់បដិជនខ្មែរគឺខ្មែរហើយគ្រាន់តែអត់ទាន់មានឯកសារនេះតាមពិតខ្មែរទាំងអស់នៅបរិរាំងគឺខ្មែរសូមត្រាថាចឹងណាខំនេះខំដល់មនុស្សខ្មែរទាំងអស់នៅកម្ពុជាក្រោមគឺខ្មែរគ្រាន់តែវាអត់ទាន់មានកាតអត់ចំណេញដល់ប្រជាជនទេអត់ចំណេញដល់កម្ពុជាទេអត់ចំណេញដល់ថៃទេមិនបានប៉ុន្តែចំណេញបានតែត្រឹមហ៊ុនសែននិងហ៊ុនម៉ាណែតអានឹងបានទី1ខ្ញុំនិយាយណា Nancy Touch ឌីខំអំពីហ៊ុនសែនអត់មានជួយប្រជាជនទេគឺប្រើប្រជាជនជាឧបករណ៍ចុះសូនតារានិយាយភាគីសូនតារាវិញសូនតារាជួយគឺធ្វើប៉ុនហើយខ្ញុំបានប៉ុនឡើងឋានសួគ៌គេចាត់ដាក់ទោះជាប្រជាជនស្ដាប់សូនតារាទៅមានអារម្មណ៍ថាមិនត្រូវចិត្តប៉ុន្តែកសលផលប៉ុននឹងផ្ដល់ឲ្យសូនតារាជាងព្រោះចេតនារបស់សូនតារាជួយចេតនាជួយមកណាចេតនាចិត្តរបស់ខ្ញុំជួយប៉ុនជាចិត្តជាប្រធានចិត្តសូនតារាជួយឥឡូវខ្ញុំនិយាយភាគីសូនតារាជួយមានន័យសំអាងដែលខ្ញុំដាក់ចំណងជើងថាប្រជាជនប្រយ័ត្នទី1ខ្ញុំនិយាយរៀបរាប់អំពីខ្ញុំពោលទោសចង់និយាយពោលទោសណានិយាយអំពីគុណសម្បត្តិនៃការយកប្រជាជនជាឧបករណ៍ហ្នឹងជាការជួយទី1ជាការជួយទី1អានឹងបានបុណ្យទី1ឥឡូវជួយទី2ខ្ញុំនិយាយអំពីព្រឹត្តិការណ៍ទៅតាមណាសេងគ្រីកាលៈទេសៈដូចតទៅប្រជាជននៅក្នុងព្រះពុទ្ធសាសនាចិត្តស្ងប់សំខាន់ណាស់កុំលោតមែនទេគ្មានសុខឯណាស្មើក្តីស្ងប់ទី1គឺចិត្តស្ងប់ពេលដែលយើងមានចិត្តស្ងប់ហើយគឺយើងអាចវិនិច្ឆ័យរឿងបានល្អទី1ប្រជាជនបានជាខ្មែរស្រាប់ហើយព្រោះតាមច្បាប់បកូនណានរដំសីហនុនិយាយតាមពីដើមមកខ្មែរគឺខ្មែរនៅទីណាក៏ខ្មែរដែរកើតនៅទីណាក៏ខ្មែរដែរនេះបងប្អូនដែលចាំសាបកូនណាសីហនុតាំងពីដើមឯករាជ្យចេញពីបារាំងមកណាសុកខេមរាខួនខ្មែរគឺបកូនណាទទួលស្គាល់ទាំងអស់សូមរាដូចគ្នាកើតទៅទីណាក៏ខ្មែរឲ្យតែខ្មែរសរិនក៏ខ្មែរទី1ប្រជាជនទៅប្រទេសកម្ពុជាជាលើកដំបូងគេនឹងរៀបចំទទួលស្វាគមន៍ប្រជាជនដូចណាគណៈអធិបតីជាន់ខ្ពស់ប្រជាជននឹងមានប្រតិរីករាយសប្បាយសឹមហ៊ុនអាចនឹងមានគេរៀបចំទទួលពីពលានយន្តហោះរៀបចំតាមផ្លូវរៀបចំពុទ្ធបរិស័ទឲ្យទៅស្វាគមន៍ប្រជាជនយ៉ាងកក់ក្ដៅនៅក្នុងប្រទេសកម្ពុជានេះបើមានគេអាចនឹងរៀបចំចឹងប្រជាជនអាចមោទនភាពស្រៀបស្រាលនឹងមានសក្តានុពលគេចោមរោមរាប់អាននៅពេលដែលប្រជាជនត្រឡប់ទៅប្រទេសកម្ពុជាអេងចៅពេញទី2រឿងនោះបានតែមួយឆាវទេប្រជាជនជាច្បាប់ធម្មជាតិណាបានតែមួយឆាវទេគេមិនអាចទៅល្អោកល្អើនជាមួយប្រជាជនភ្លុកទឹកភ្លុកដីជាដរាបឡើយណែយើងត្រូវដឹងថារឿងវាកើតហើយរលត់ទៅវិញបានតែមួយឆាវទេប្រជាជនរំភើបចិត្តមួយឆាវទី3យូរទៅប្រជាជននៅក្នុងប្រទេសកម្ពុជានឹងคล้ายទៅជាជនធម្មតាសង្ឃធម្មតាដូចគេដូចឯងព្រោះគ្មានអ្នកណាគេទៅឈូឆជាមួយយើងរហូតទេពេលហ្នឹងណា
ទឹកចិត្តចាប់ផ្ដើមថមថយហើយទឹកចិត្តចាប់ផ្ដើមថមថយហើយណាពេលទឹកចិត្តចាប់ផ្ដើមថមថយអារម្មណ៍ចាប់ផ្ដើមងាករេឬក៏អត់សប្បាយចិត្តពេលនោះទី5នៅក្នុងសង្គមមនុស្សមិនមែនជាសង្គមឋានព្រះអិនទេប្រជាជនប្រជាជនបើចេះពេកបើពូកែខាងធម៌វិន័យពេកទៅក្នុងប្រទេសកម្ពុជានឹងមានគេច្រណែននៅក្នុងប្រទេសកម្ពុជាសង្ឃមានឋានៈចវាយខេត្តសង្ឃចវាយស្រុកសង្ឃមានសម្ដេចសង្ឃបើគេច្រណែនហើយប្រជាជននឹងត្រូវគេរើសអើងហើយលីសុកលីដោយប្រជាជនដែលបុតបន្ទិញអីចឹងប្រជាជនអាចនឹងត្រូវគេរើសអើងណាឬក៏មិនបាច់ចាំគេរើសអើងទេនៅក្នុងសង្គមនៅវត្តយូរទៅវត្តណាដែលប្រជាជនគង់នៅណាអាចនឹងមានបញ្ហារកម្មរពោះប៉ះទំពេចផ្លូវចិត្តអ្នកខ្លះគេមិនចូលចិត្តអ្នកខ្លះគេចូលចិត្តខ្លះគេចូលចិត្តទៅពីហ្នឹងណាប្រជាជនចាប់ផ្ដើមឯកោស្ដាប់ចូលតារាកោនេះណាគឺពិតអភិវឌ្ឍទៅគឺវាចឹងទោះបីជាយើងជួយកំពូលមនុស្សអស្ចារ្យក៏ដោយមិនអាចមានមនុស្សទៅឈូឆជាមួយយើងរាល់ថ្ងៃទេពេលនោះប្រជាជនចាប់ផ្ដើមបាត់បង់រឿងពីរយ៉ាងទី1ថៃក៏ទៅមិនបាននៅស្រុកខ្មែរក៏គេមិនសូវឲ្យតម្លៃគេឲ្យតម្លៃតែដំបូងឯងមានដឹងទេថាអ្នកដែលចុះចូលជាមួយគណៈបកប្រជាជនណាសម្បើមបានតែមួយថ្ងៃពីរថ្ងៃដំបូងឯងក្រោយមកស្ងាត់ឲ្យឈឹងបាត់មាត់ដូចគេចុកសូម្បីតែមុខគេមិនមើលផងណាពេលហ្នឹងប្រជាជននៅស្រុកខ្មែរក៏អបសក់ក៏មិនសូវមានគេរាប់អានច្រើនអាចមានគេចំណែនគេបែងជើងមានវិបត្តិផ្លូវចិត្តទៅស្រុកថៃក៏មិនបានខ្លាចអាញាធរថៃចាស់ចង់ត្រឡប់ណាម៉ាក់កនិកសុភាមកកាណាដាវិញត្រឡប់មកអត់កើតហេតុអីប្រជាជនលិខិតឆ្លងដែនខ្មែរគ្មានអធិពលស្មើលិខិតឆ្លងដែនថៃទេគឺតែគ្រូខ្ញុំនិយាយការពិតមិនហៅជួយលិខិតឆ្លងដែនថៃណាអាចដើរបានទលំទលាយនិងធូរជាងចង់និយាយថាបើសិនជាសុំវីសាបានធូរជាងលិខិតឆ្លងដែនខ្មែរដាក់ទៅសម្ភារទៅប្រមូលឯកសារដាក់មកបរាំងប្រមូលឯកសារគោកម្រាស់ហ្នឹងដាក់ប្លង់ដីផងងាប់អើយគាត់តែបើលេងទេសចរសោះដាក់ប្លង់ដីដាក់ការងារដាក់ប្រពន្ធដាក់កូនដាក់ប្លង់ផ្ទះដាក់លុយក្នុងធនាគារប្រទេសសិង្ហបុរីប្រទេសកូរ៉េនេះគេទៅមានតែដាក់ប្លង់អីដូចប្រទេសបារាំងទៅស្រុកខ្មែរមានតែដាក់ប្លង់អីប្រទេសអាមេរិកទៅលេងស្រុកថៃមានតែដាក់ប្លង់អីកាន់តែប៉ាសពតទៅនឹងដកពីកប៉ៅចុចទិញសមុទ្រទៅហោះស្ទួយប្រទេសខ្មែរណាប្រជាជនប៉ាសពតខ្មែរយើងណាសូម្បីតែចូលប្រទេសថៃហ្នឹងណាបើថាតាមជើងអាកាសមិនដឹងទេគាត់តែឆ្លងប៉ោយប៉ែតហ្នឹង2ម៉ោងឆ្លងផុតផងប៉ាសពតខ្មែរនោះអញ្ចឹងប្រជាជនទៅប្រទេសកាណាដាកាន់ប៉ាសពតខ្មែរណាកាន់ប៉ាសពតខ្មែរដាក់វីសាតិចអត់ជាប់ទៀតប្រជាជននឹងជាប់នៅក្នុងប្រទេសកម្ពុជាហើយនេះបានថាប្រជាជនមិនអាចត្រឡប់ទៅប្រទេសកាណាដាវិញទី1បើសិនជាឥឡូវនេះប្រជាជនរស់នៅប្រទេសកាណាដាលើសថ្ងៃផុតកំណត់មានន័យថាច្បាប់នៃប្រទេសកាណាដាតាមខ្ញុំយល់ទេណានិងប្រទេសបារាំងប្រទេសអាមេរិកណាបើកាលណានៅលើសកំណត់គេអត់មានទៅចាប់យើងបញ្ជូននេះទេនៅអាមេរិកឥឡូវចាប់ដើមស្រាវជ្រាវចាប់បញ្ជូនដោយសាររដ្ឋបាលដូណាល់ត្រាំនេះប៉ុន្តែច្បាប់នៅស្រុកបារាំងច្បាប់នៅកាណាដាអីណាបើកាលណាយើងនៅលើសតាមមួយថ្ងៃមានន័យថាយើងក្បត់អត់គោរពតាមកិច្ចសន្យានៅក្នុងវីសាពេលដែលយើងត្រឡប់ទៅហើយយើងថ្ងៃក្រោយយើងត្រឡប់មកវិញណា blacklist ដាក់ក្នុងបញ្ជីខ្មៅបងប្អូនណាដែលរស់ដែលមកលេងស្រុកបារាំងមួយខែនៅរហូតដល់6ខែត្រឡប់ទៅស្រុកខ្មែរវិញមកលោកក្រោយបារាំងអត់ឲ្យមកទេបាត់ប្រជាជនឥឡូវនេះបើសិនប្រជាជននៅប្រទេសកាណាដាអាចថាលើសថ្ងៃហើយដោយសារមិនអាចត្រឡប់ទៅស្រុកថៃវិញបានកាន់ប៉ាសពតថៃបើប្រជាជនឈានមកដល់ស្រុកខ្មែរមិនអាចត្រឡប់ទៅកាណាដាវិញនៅពេលអនាគតទេពីព្រោះវាស្ថិតនៅក្នុងបញ្ជីខ្មៅខុសច្បាប់រស់នៅលើសថ្ងៃកំណត់អញ្ចឹងត្រូវធ្វើដូចម្ដេចសូមរាននិយាយនៅពីដើមមកគឺនៅកាណាដាបងប្អូនខ្មែរយើងជួយជ្រុំជ្រែងលោកកុំបញ្ជូលលោកកុំថាអូប្រជាជនណានឹងចិត្តត្រឡប់ទៅស្រុកខ្មែរវិញហើយច្បាប់ជំនាញខ្មែរយើងទទួលខុសទទួលស្វាគមន៍ប្រព្រឹត្តប្រព្រឹត្តអានឹងបានសូមរាននិយាយខាងដើមណាជារៀងបានមកឆាវទេក្រោយឡើងគេបោះបង់ចោលនៅតោលឯកោនឹងកព្រីនឹងពិបាកណាស់ណាបងប្អូនពិបាកណាស់កុំបញ្ជូលលោកត្រូវចេះជួយលោកបានបុណ្យនិយាយពាក្យពិតស្មោះត្រង់ចឹងបានបុណ្យនេះលោកឪនៅកាណាដាបងប្អូនខ្មែរយើងជួយលោកឪនេះផ្ដិតមេដៃឬក៏នាំទៅកន្លែងការិយាល័យដាក់សិទ្ធសុំជ្រកកោនជនពេលខ្លួនបើលោកឪឧទាហរណ៍នេះនៅបាន1ឆ្នាំ2ឆ្នាំទៅ3ឆ្នាំដាក់ចូលសញ្ជាតិកាណាដាប៉ាសពតកាណាដាលោកឪទៅណាក៏បានដែរ
chungវិញពិភពលោកលោកឲ្យចង់ទៅខ្មែរយើងទៅសម្ដែងទេសនានៅកម្ពុជាក្រោមក៏អត់មានអ្នកណាហាមឃាត់លោកឲ្យចង់ទៅឡាវក៏អត់មានអ្នកណាហាមឃាត់លោកចង់ចូលថៃក៏អត់អីដែរបើសិនជាថៃល្អទៅសុំទោសនៃរដ្ឋាភិបាលថៃសុំទោសបងប្អូនខ្មែរសរិនឧទាហរណ៍នេះមែនទេឲ្យបងប្អូនខ្មែរសរិនសុំទោសពីមុនមកផ្លាត់សម្ដីខ្ញុំក៏តែប្រកាន់ទោសស្អីជាងស្អីទៅអាហ្នឹងបដិជនចូលថៃក៏បានបដិជនចូលខ្មែរក៏បានបដិជនមកស្រុកបារាំងក៏ខ្មែរស្វាគមន៍ដែរប៉ុន្តែបើបដិជនកាន់ប៉ាសពតខ្មែរបដិជនទៅណារួចទៅសុំវីសាហើយបដិជនខូច credit នៅលើផុតកំណត់នៅប្រទេសកាណាដាទៀតរត់តែលំបាកណាបដិជនអញ្ចឹងសូនតារាថាកុំជួអីកុំត្រឡប់ទៅស្រុកខ្មែរស្រីអូនសុំសិទ្ធិជ្រកកោននៅកាណាដាហ្នឹងហើយបដិជនទៅស្រុកខ្មែរច្បាស់ហើយគេទទួលគាំទ្រគេរៀបចំឆាកមែនប៉ុន្តែវាអត់មានចំណេញដល់កម្ពុជាវាអត់មានចំណេញដល់ថៃវាអត់មានចំណេញដល់ប្រជាជនហើយវាបានតែមកប្រាវទេបានតែមកប្រាវទេទៅយូរទៅហ្នឹងចង់មានពេលខ្លះយើងចេះពេកគេចំណែនបើយើងតែឯងវត្តគេទៅវត្តអាចារ្យលោកគេសុំកលុំគ្នាធ្វើបាបលោកឪទៅលោកឪនៅស្រុកខ្មែរតែតោណាលោកឪពិបាកណាបញ្ចេញមតិស្រួលបួលហ្នឹងជាប់គុកណាហើយបើនិយាយទៅនិយាយឡើងច្រឡំមាត់នេះធ្វើឲ្យហ៊ុនសែនខឹងហ្នឹងបញ្ជូនទៅថៃវិញបាត់ទៅលើហើយអ្នកកុំទៅលេងសើចជាមួយជនប្រជាការអត់បានទេយើងត្រូវដឹងថានៅក្នុងប្រទេសកម្ពុជាយើងគ្មានមេដឹកនាំប្រកបដោយគុណធម៌ទេមេនឡាយសុនគឺមានតែមនុស្សប្រើឃើញឱកាសអញ្ចឹងយកបដិជនទៅប្រើបដិជននេះគឺជាសាររបស់សូនតារាក្នុងនាមជាអ្នកធ្វើបុណ្យទេហើយទោះជាបដិជនស្ដាប់ទៅខឹងសូនតារាប៉ុន្តែកសលផលបុណ្យទេវតានឹងប្រទានពរមកឲ្យសូនតារាព្រោះចេតនារបស់សូនតារាជួយល្អហើយជំរឿនគឺមិនមែនសូនតារាទេបដិជនបើមិនជឿទេសាកទៅគឺអត់មានទេកុំផ្អើលមកឆាវយ៉ាងច្រើនសភាពការមកឆាវទេយើងមិនដឹងថាអាទិត្យក្រោយខ្មែរថៃនឹងត្រូវគ្នានេះដូចដើមវិញបដិជនចប់បាត់ហើយមែនទេចូលយ៉ាងណាក៏ដោយពីព្រោះយើងរស់នៅកើតនៅដែលបុរីរ៉ាំហើយយើងជាខ្មែរយើងត្រូវតែឲ្យមិត្តភាពទាំងពីរនឹងល្អល្អឿនវិញទូនីតិប្រជាជនត្រូវឲ្យខ្មែរស្រឡាញ់គ្នាឲ្យខ្មែរឲ្យថៃនិងខ្មែរស្រឡាញ់គ្នាវិញនេះជាជាងការទៅកាន់មកខាងវិញចុះសូម្បីតែសូនតារាហ្នឹងខ្ញុំមិនឲ្យប្រជាជនកាន់មកខាងស៊ូដើរបេសកកម្មឲ្យខ្មែរនិងខ្មែរស្រឡាញ់គ្នាឲ្យខ្មែរនិងថៃនឹងរាប់អានគ្នាជាបងប្អូនល្អជាងជាទិសដៅអនាគតសង្គ្រាមអត់មានប្រយោជន៍ទេមែនទេហើយការទៅចំចាញ់ឈ្នះគ្នាប្រឈឺគ្នាណាមកស្រៀនស៊ុយអត់មានប្រយោជន៍ទេអត់មានប្រយោជន៍អ្វីទេកិច្ចពីការអោបគ្នាមិនរួចទេព្រោះនៅចិត្តគ្នាទៅគាស់ស្រុកខ្មែរទៅគាស់ចេញទៅឆ្ងាយពីថៃមិនបានហើយនេះ100ឆ្នាំ200ឆ្នាំទៀតរុញក្បាលគ្នាថៃហ្នឹងទៅគាស់ស្រុកខ្មែរទៅគាស់ប្រទេសឲ្យឆ្ងាយពីខ្មែរមិនបានវាអត់ទៅណាទេវានៅជាមួយគ្នាហ្នឹងឲ្យឆ្លោះគ្នាខ្លះប៉ុន្តែឲ្យស្រឡាញ់គ្នាល្អជាងមែនទេក្នុងព្រះពុទ្ធសាសនាគឺមេត្តាករុណាពិចារណាមេត្តាសេចក្តីស្រឡាញ់ករុណាអាណិតអាសូរចូលមានមេត្តាករុណានេះរវាងខ្មែរនិងខ្មែរសរុនក៏ដោយបុរីរ៉ាំក៏ដោយស្រះកែវក៏ដោយខ្មែរនិងថៃក៏ដោយមេត្តាករុណាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាំងស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតស៊ុយត្រីរណាគុណនរៈវឌ្ឍនាឥឡូវខ្ញុំសួរមើលតើសារសូនតារានិយាយមួយណាដែលជាការបំផ្លាញប្រជាជនហើយសូនតារាមានប្រយោជន៍អត់ទេតែខ្ញុំមានប្រើប្រយោជន៍អត់ព្រោះអត់ទេអញ្ចឹងខ្ញុំអាណិតខ្ញុំគាំទ្រខ្ញុំគោរពស្រឡាញ់ប្រជាជនទេបានជាមែនទេកុំឲ្យប្រជាជននឹងលេងមកឆាវទៅតាមពាក្យបច្ចោលងខ្លួនធ្លាក់ដល់កម្ពុជាគឺអាសន្នប្រជាជនមានដឹងថាមនុស្សជាច្រើនណាកិច្ចពីកម្ពុជាគ្មានអ្នកណាចង់ចូលកម្ពុជាទេព្រោះសុខនឹងវាអត់សន្តិសុខសុវត្ថិភាពទេណាហើយតារារាជសិនឪពុកសូនតារាខ្ញុំនៅនិយាយម្ដងទៀតមនុស្សស្រុកថៃមិនដល់ថ្នាក់ចាប់ក្រុមគ្រួសារជាចំណាប់ខ្មាំងទេណាប៉ុន្តែនៅប្រទេសកម្ពុជាហ៊ុនសែនចាប់ឪពុករបស់ខ្ញុំណាប្រជាជនជាចំណាប់ខ្មាំងមានន័យថាប្រទេសហ្នឹងដរាបៀងធ្លាក់ចូលទៅដល់ស្ថានភាពហួសហេតុហើយបុរាណវាពិពណ៌នាអំពីតើអ្វីទៅជាអកុសលកម្មអ្វីទៅជាអំពើបាបជាអគុណធម៌ជាអសិលធម៌ដែលហួសអំពីការពិពណ៌នាចំពោះរបបនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នប្រជាជនជាអ្នកមានសិលជាអ្នកមានបុណ្យបារមីនៅកាណាដាទ្រាំបន្តិចទៅបងប្អូនខ្មែរយើងមិនឲ្យឯកោទេហើយឲ្យតែមានប៉ាសពតកាណាដាប្រជាជនចង់ទៅណាក៏បានដែរប៉ាសពតខ្មែរណាមានឥទ្ធិពលមិនបាន 10% នៃប៉ាសពតថៃផងប្រជាជនប៉ាសពតថៃដើរបានលើកលែងវីសាច្រើនជាងប៉ាសពតខ្មែរទៅណាមកណាហ្នឹងពិបាកសុំវីសាដាក់បាត់អ្នកគេឲ្យជាប់តែម្នាក់ទៅទៀតហើយខំរត់ក្តារស្នាមឲ្យជិត3ខែត្រៀមអ្នកខ្លះគាត់ចង់មកស្រុកបារាំងទៅស្រុកអាមេរិកហ្នឹងត្រូវត្រៀមក្តារស្នាមហ្នឹងមួយឆ្នាំណែអ្នកខ្លះត្រៀមក្តារស្នាម6ខែប្រមូលឯកសារតម្រុំតែដាក់មកលេងបានតែ1ខែថៃគឺឯកសាររបស់ថៃអាចមានសុពលភាពល្អមែនទេមានកើមានឥទ្ធិពលវាត្រូវតែធំធេងជាងហើយអញ្ចឹងបានជាថាខ្ញុំកណាមានទេមានថាមេត្តាករុណាមែនទេ
ចូលរាប់អានស្រឡាញ់ខ្មែរគ្រប់ជាតិសាសន៍ខ្មែរអីក៏ដោយខ្មែរក្រោមខ្មែរលើខ្មែរកដាលគឺជាឈាមខ្មែរតែមួយត្រូវមានមនុស្សចេតនាខ្មែររឹងមាំអានេះគឺល្អណាល្អមែនទែនសម្រាប់ឡានប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2រួបរวมម្សិលមិញសុកខៃខ្ញុំនិយាយអំពីរួបរวมនៅពេលបរទេសឈ្លានពានវាចំណេញជាងវាសបាយជាងបើកាលណាយើងធ្វើបាបគេក៏យើងមិនសូវសប្បាយដែរយើងក៏វាមានបាបនៅក្នុងចិត្តដែរដូចហ៊ុនសែនគាត់ដាក់សម្ពាធលើគេទោះជាគាត់ខំវាយកូនគោលគាត់ខំញញឹមប៉ុន្តែជាធម្មជាតិជាអំពើបាបណាវាដឹកប្រឡាក់ជាប់ដើមទ្រូងរបស់គាត់មិនរស់សប្បាយដូចជាគាត់ធ្វើបន់ដោះលែងនៅដទៃទេបងប្អូនមនុស្សដែលធ្វើបាបគេណាពុកពេជ្រសំណាងទោះជាអ្នកនឹងមិនអាចណាទៅធ្វើឲ្យខ្លួនមិនសប្បាយដូចមនុស្សដែលជួយគេទេម្សិលមិញខ្ញុំនិយាយអំពីវិជ្ជមាននិងអវិជ្ជមានហ៊ុនសែនថាអញមិនត្រូវការពួកឯងទេអញអាចធ្វើម្នាក់ឯងបានទេបានប៉ុន្តែបើសិនជាមានមែនទេរឿងពីរទី1អាធ្វើម្នាក់ឯងក៏បាននិងអាមានខ្មែរមហាសាមគ្គីគ្នាធំមួយទៀតតើមួយណាចំណេញជាងណាដោះលែងកម្មសិក្ខាដោះដូរស្ថានភាពនយោបាយចាត់មនុស្សជាចំណាក់ខ្មាំងចាត់មនុស្សដាក់គុកតាមអំពើចិត្តហើយសំរងស៊ីមូសុខួរគណៈបកសង្គ្រោះជាតិថ្នាក់រដ្ឋបាលអាចដែលចេញចូលស្រុកខ្មែរបានមានរួមកម្លាំងគ្នាដើម្បីទប់ទល់ជាមួយសត្រូវឈ្លានពានទឹកដីពីព្រោះយើងអត់ដឹងថាវិវត្តស្ថានភាពពិភពលោកកំពុងតែច្បោកច្បល់ឥឡូវនេះមិនដឹងជាយ៉ាងណាទេណាយើងមិនអាចស្មានចិត្តថៃបានទេណាដូចខ្ញុំនិយាយចឹងមិនអាចស្មានចិត្តដល់ណាបានទេគឺមានតែយើងប្រយ័ត្នដោយខ្លួនឯងហើយសាមគ្គីដោយខ្លួនឯងប្រភពធនធាននៅក្រៅប្រទេសមិនចេះរីងស្ងួតទេណាសម្ដេចអុកញ៉ាសម្ដេចក្នុងស្រុកខ្មែរក៏ដោយបើសិនហ៊ុនណៅប្រេតណានៅរីងបន្តណាក៏អាចរីងស្ងួតពិបាកគេមិនទៅជួយដល់ប៉ុន្តែខ្មែរក្រៅប្រទេសទឹកចិត្តថារាប់លានអ្នកឲ្យតែធ្វើត្រូវមានការសាមគ្គីណាគ្រាន់តែការផ្គត់ផ្គង់ចិន្តាខឹមឧបត្ថម្ភដើម្បីកងទ័ពទៅតាមព្រំដែននោះគូគ្រប់គ្រាន់ណាបើឲ្យមានប្រព័ន្ធត្រឹមត្រូវគ្មានអំពើពុករលួយគូគ្រប់គ្រាន់បងប្អូនវាមិនដែលរដ្ឋនីមួយៗគេមានតបថាអូច្រឡំហើយបងប្អូនខ្ញុំនិយាយរឿងមួយអ៊ីស្រាអែលមិនមែនខ្លាំងនឹងប្រជាជនក្នុងស្រុកទេបងប្អូនដឹងអ៊ីស្រាអែលអ្នកដែលរស់ដែលមិនភ្លេចជាតិសាសន៍អ្នកនៅក្រៅប្រទេសហ្នឹងសិតជាមហាសទ្ធិស្បីម៉ាក់មេ Facebook ពួកជាតិអ៊ីស្រាអែលណាជាតិពួកជីវិតពួកហ្នឹងហើយដែលវាជួយបងប្អូនអ៊ីស្រាអែលគឺដោយសារតែជុំវិញពិភពលោកសិតតែមហាសទ្ធិវាជួយនៅក្នុងស្រុកមានពេលខ្លះណាអាលុយពួកជាតិសាសន៍ដែលវាជួយនៅក្នុងស្រុកហ្នឹងវាខ្លាំងហើយពួកពេលវគ្គក៏មានដែរខ្លះវាអត់ធ្វើអីវាមានហេតុអីដោយសារតែវាមានអាបណ្ដាញហិរញ្ញវត្ថុបណ្ដាញហិរញ្ញវត្ថុខ្មែរយើងសម្រាប់ការពារជាតិរបស់ខ្មែរក្រៅស្រុកសាមគ្គីតែមួយដោះលែងកម្មសខាកុំចាប់មនុស្សដាក់គុកសំរងស៊ីមូសុខួរអីចូលទៅនិយាយសម្ដែងមតិគាត់សម្ដែងមតិមានទៅហ៊ុនសែនអាលឿយអីមែនទេហ៊ុនសំរងស៊ីគាត់ពីមុនមកគាត់សម្ដែងមតិគាត់ថាខ្លាំងគាត់ថាត្រីខកំប៉ុងមួយកណ្ដាលហ៊ុនសែនមិនទៅលឿយផងណាអានឹងប្រទេសយើងវាល្អជាងការធ្វើដូចបច្ចុប្បន្នខ្ញុំនិយាយថាមិនត្រូវជឿបរទេសណាទេមិនខ្ញុំនិយាយតែដែរតាំងពីដើមមកតាំងពីមុនមកទោះជាមានកិច្ចព្រមព្រៀងមានសន្យាមានអីក៏ដោយមិនត្រូវជឿទេគាត់តាមទី1យោងតាមក្រសួងការពារជាតិគឺទោះជាមានកិច្ចព្រមព្រៀងមានអីក៏ដោយថៃរំលោភ700ដងមិនត្រូវជឿទេទោះជាមានកិច្ចព្រមព្រៀងមានអីក៏ដោយគឺត្រូវជឿលើការប្រុងប្រយ័ត្ននិងការការពាររបស់យើងពីរហ្នឹងមែនទេវណ្ណៈជឿលើការប្រុងប្រយ័ត្ននិងការការពារក្លឹបខ្ញុំឧទាហរណ៍ព្រឹត្តិការណ៍ថ្មីអាមេរិកដាក់កាលបរិច្ឆេទ2សប្តាហ៍ឲ្យអ៊ីរ៉ានដើម្បីចរចានិងនិយាយជជែកគ្នារឿងសន្តិភាពនិងឈប់វាយប្រហារណាអ៊ីស្រាអែលគ្រាន់តែអាមេរិកដាក់ឲ្យសានវ៉ាត2សប្តាហ៍យប់ឡើងអាមេរិក3មូលដ្ឋាននុយក្លេអ៊ែរ3កន្លែងឥឡូវផ្អើលពិភពលោកបងប្អូនមានបាន2សប្តាហ៍ណាមានបាន2សប្តាហ៍ណាហើយនឹងសួរថាម៉េចកុំជឿនៅក្នុងសង្គ្រាមគ្មានពាក្យពិតទេមែនទេក្នុងសង្គ្រាមគ្មានពាក្យពិតទេមិនមែនជាចៅក្រមមិនមែនតឡាការទេមានតែតឡាការទេដែលមានពាក្យពិតនៅក្នុងសង្គ្រាមគ្មានពាក្យពិតឡើយណាបងប្អូនមិនចឹងមិនទៅចុងអាមេរិកຕົកពេលឲ្យអ៊ុយក្រែនឲ្យអ៊ីរ៉ាន2សប្តាហ៍បងប្អូន2សប្តាហ៍ហ្នឹងអ៊ុយអ៊ីស្រាអែលអាចទក់សាច់អ៊ីស្រាអែលព័ត៌មានបញ្យោងតាមព័ត៌មានក្នុងស្រុកនិងក្រៅស្រុកស្រីទៅ VOA ក៏ដោយម៉ែនកំសែងនិងព័ត៌មានបារាំងទុកអ៊ីរ៉ង់អត់បានទេ
ទុកអ៊ីរ៉ង់បានទេខៃលេក៏ដោយមែនទេអញ្ចឹងបើក្នុងរយៈពេល2សប្តាហ៍អ៊ីរ៉ង់គិតថាអូសុខទៅរត់ចាំ2សប្តាហ៍ក្រោយចាំមែនទេមិនទាន់ផុតរសានវ៉ាត់ផងអញ្ចឹងចន្លោះពេល2សប្តាហ៍ហ្នឹងបើស្រោចមីស៊ីលមកដូចទឹកភ្លៀងខ្ទេចបាត់ហើយអញ្ចឹងឬមិនអាហ្នឹងគឺជាការល្បិចយុទ្ធសាស្ត្រធ្វើឲ្យមនុស្សបាត់ការប្រុងប្រយ័ត្នណាបងប្អូនយល់អាហ្នឹងគេហៅចិត្តសាស្ត្រសង្គ្រាមគេនិយាយថាឥឡូវនេះណាខ្ញុំទុកពេលឲ្យណែឯង2សប្តាហ៍ខេនីហុកគីអាមេរិកយើងគិតថាអូ2សប្តាហ៍ទៀតវាមិនអីទេស្រាប់ស្អែកឡើងមិនដល់2សប្តាហ៍1ម៉ោងក្រោយដាក់ក្ដុំខ្ទេចអស់នេះមានពេលខ្លះកិច្ចសន្យាគឺជាការទាញសេចក្តីប្រុងប្រយ័ត្នឲ្យយើងធ្វើប្រហែសព្រោះយើងមើលឲ្យបណ្ដាញព័ត៌មានអ៊ីស្រាអែលតំណងជាម៉ែនកំសៃនិយមថាម៉ែនកំសៃតំណងជាមែនទេទុកអ៊ីរ៉ង់អត់បានទេបើទុកបានអាមេរិកឈរមើលបាត់ហើយមែនទេបើអ៊ីស្រាអែលទុកអ៊ីរ៉ង់បានអាមេរិកឈរមើលឈរដៃមើលទេចូលដៃមើលចរចាសន្តិភាពចរចាសន្តិភាពដល់មានទុកបានណាទុកអត់បានធ្វើម៉េចអានោះវត្តកូនចៅគេអាហ្នឹងខ្ញុំយើងនិយាយកាប់ពិតគឺវាអញ្ចឹងមែនទេប្រព័ន្ធផ្សព្វផ្សាយណាក៏មិននិយាយដែរក្លិនជីណាអាហ្នឹងហើយបានជាពេលខ្លះយើងត្រូវតែសំណាងអន្តរជាតិខ្មែរត្រូវតែជួខ្មែរពួកផ្សេងត្រូវតែជួសំរងស៊ីត្រូវជួសូណាមែនទេខ្ញុំត្រូវតែរវាងបរទេសគីមីសុខយួនហើយនឹងថៃខ្ញុំត្រូវតែជឿហ៊ុនសែនខ្ញុំជឿខ្ញុំអត់ជឿបរទេសមកប៉ុនអញ្ចឹងបានសំរងស៊ីក៏អត់មានជ្រួយយោបល់ទេមែនទេខ្ញុំមើលទៅគាត់ហ្នឹងក៏អត់មានជ្រួយយោបល់ទៅអូទៅអញ្ចឹងទៅជាឱកាសអត់មានទេគឺគាត់នៅតែថ្លែងសាមគ្គីដដែលបងប្អូនអត់ដឹងថាខ្ញុំមើលយល់មែនទេគឺដូចខ្ញុំជម្រាបថាខ្ញុំមិនចូលចិត្តមិនថាមិនចូលចិត្តទេមិនចង់ផ្ដោតទៅលើសភាពការអន្តរជាតិច្រើននេះខ្ញុំផ្ដោតវាជាចំណេះដឹងព្រោះខ្ញុំអត់កាន់ជើងទេខ្ញុំផ្ដោតទៅលើតែខ្មែរទេអាមេរិកទុកពេលឲ្យអារម្មណ៍2សប្តាហ៍តើបាន2សប្តាហ៍ផងគាត់ថាឲ្យយប់ឡើងដាក់ខ្ទេមិនអញ្ចឹងបងប្អូនមើលតាមស្ថានភាពព័ត៌មានទូទៅ2សប្តាហ៍អ៊ីរ៉ង់វាអាចប្រហែងពីអាមេរិកមកធ្វើវាប្រហែងបាត់ហើយអូ2សប្តាហ៍ទៀតអញ្ចឹងចន្លោះពេល2សប្តាហ៍មុនឧស្សាហកម្មរបស់អាមេរិកហ្នឹងធ្វើម៉េចត្រូវស្រោចមីស៊ីលស្រោចមើលអ៊ីស្រាអែលទុកអត់លេខជាប់ហើយស្អែកទុកលេខជាប់បើអ៊ីស្រាអែលទុកអ៊ីរ៉ង់ជាប់អាមេរិកចូលអោបដៃមើលស្រែកឲ្យចរចាបាត់ហើយអត់ទៅលេងចឹងទេអញ្ចឹងនៅពេលណាដែលគេចង់វាយប្រហារខ្មាំងទី1បើគេមិនអាចវាយប្រហារខ្មាំងបានគេគ្រាន់តែធ្វើឲ្យខ្មាំងប្រហែសគោលជាគុណសម្បត្តិអញ្ចឹងបានគេថាសង្គ្រាមគឺអត់មានពាក្យពិតទេរុស្ស៊ីវាយអ៊ុយក្រែនជីបងយូមានពាក្យពិតពីណាមកថៃឈ្លានពានកម្ពុជាត្រូវជឿថាគ្មានពាក្យពិតទេមានតែយើងការពារនិងប្រយ័ត្នជានិច្ចហើយចង់កិច្ចព្រមព្រៀងអូអាកិច្ចព្រមព្រៀងម៉ែអាកិច្ចព្រមព្រៀងអីព្រមព្រៀងដឹងតែអញខ្មែរអញប្រយ័ត្ននិងការពារហើយចូលមកជំហានអញបាញ់ប៉ះចប់ហើយតែប៉ុណ្ណឹងអត់មានតែអីណានាំអ្នកជិះកង់រដងគ្រប់ភាគីនាំឥឡូវនេះថៃនាំអ្នកជិះកង់150នាក់មកប្រាសាទតំបន់ធំដូចអមេរិកកើតឡើងខ្មែរទៅថតវីដេអូមកទៅហ៊ានថៃចូលដេញខ្មែរអុចធូបនៅក្នុងហ្នឹងអានោះមានន័យថាម៉េចអីពួកអន់មែនហ៎ដេញវិញទៅឲ្យឆ្លោះគ្នាពេញទៅវាមិនបាញ់គ្នាខ្មែរយើងទៅអុចធូបម្នាក់2នាក់មែនទេទៅហ៊ានថៃមកដេញនៅលើប្រាសាទតំបន់យើងឃើញវីដេអូមកដេញដេញត្រូវមែនតែយើងអត់ដែលបានសុំការអនុញ្ញាតទេចឹងទៅហើយដល់តែទាហានដល់តែអ្នកជិះកង់ថៃ150នាក់ឡើងមកដល់ប្រាសាទតំបន់ដល់ពេលបានជួនដំណឹងភាគីកម្ពុជាយើងបានល្អូដេញវិញដេញប្រហែលអ្នកដេញឲ្យតែឃើញរូបភាពដេញទៅក៏ដោយមិនទៅក៏ដោយក៏យើងបានដេញដែរទៅឆ្លុះជាមួយតបថៃហ្នឹងទៅឆ្លុះដេញវិញមើលហើយដេញអញដេញហើយមែនទេយើងមកល្អូមិនសូនអត់អាហ្នឹងត្រូវមកសូនតាទេខ្ញុំកន្លែងហ្នឹងខ្ញុំថាហេតុអីអញ្ចឹងហើយបានជាយើងត្រូវមើលថាពាក្យសូនតាជាពាក្យពិតទៅសម្ដេចពាក្យសូនតាពាក្យពិតទៅណាប្រយោជន៍ខ្មែរប្រយោជន៍ចិត្តដីរបស់យើងកុំជឿសត្រូវឈ្លានពានឲ្យសោះពេលខ្លះកិច្ចព្រមព្រៀងនឹងការសន្យាគឺជាយុទ្ធសាស្ត្ររបស់សត្រូវឲ្យយើងបាត់បង់ការប្រុងប្រយ័ត្នតែប៉ុណ្ណោះឥឡូវនេះភាគីទាំងពីរចរចាព្រមព្រៀងកែសម្រួលកងទ័ពយើងព្រមកែសម្រួលគឺជាការផ្ដល់ឱកាសព្រោះយើងអត់នៅមុខគេអញ្ចឹងអត់ទេកិច្ចព្រមព្រៀងឲ្យកិច្ចព្រមព្រៀងទៅយើងដឹងថាអញប្រយ័ត្ននឹងការពារឯងចូលអត់បានឥឡូវហ្នឹងភាសាតំបន់ទៅភាសាតំបន់ធំជាដីរបស់ខ្មែរឲ្យបើតែយើងច្បាស់ជាដីរបស់ខ្មែរយើងចូលទៅអុចធុកសែនថៃដេញយើងដេញវិញ500នាក់ក៏ដោយយ៉ាងហោចទៅអុចដេញដែរដេញមិនទៅក៏ទៅតែដេញដែរដោយសារអត់បានជូនដំណឹងបើជូនដំណឹងយើងរួមគ្នាការពារព្រោះអានេះវាតែថាវាមិនទាន់ដាច់ស្រេចដូចគ្នាយើងជូនដំណឹងទៅថៃមិនជូនដំណឹងមកយើងមែនទេអាហ្នឹងអត់បានទេមានគ្រោះថ្នាក់តិចយើងទៅធ្វើអញ្ចឹងថៃបាញ់ពលរដ្ឋជើងទៅថ្ងៃណាមួយស្រាប់តែយើងទៅធ្វើអញ្ចឹងដូចថៃដែរថៃបាញ់អាហ្នឹងយើងខុសយើងបង្កើតការធ្វើប្រហែសឲ្យពលរដ្ឋដែរមួយឥឡូវត្រឡប់មកតំណែងដែលខ្ញុំនិយាយនេះគឺជារឿងមុតស្រួចមួយពាក់ព័ន្ធទៅនឹងការសាមគ្គីដែរដែលខ្ញុំថាកុំច្រឡំប្រភពធនធានណាតាក់ស៊ីសារ៉ាប្រភពធនធានខ្មែរបងប្អូននៅអ៊ីស្រាអែលខ្លាំងប្រភពធនធានក្រៅប្រទេសតែមិនមែនក្នុងប្រទេសទេណាកុំច្រឡំខ្មែរយើងនៅក្រៅប្រទេសណាចាស់ចូលអតែអ្នកធ្វើការកម្លាំងពលកម្មលុយវាតិចមែនប៉ុន្តែវាអត់រីងវាអត់រីងបាទរីងស្ងួតទេ
ពួកការងារនៅស្រុកក្រៅមានរហូតប្រាក់ចូលនិវត្តន៍មានរហូតដល់ស្លាប់នេះអ្នកស្រុកក្រៅទោះជាអត់មិនមែនជាមហាសេដ្ឋីអុកញ៉ាដូចអ្នកស្រុកខ្មែរមិនមានចាក់ច្រាស់ដូចស្រុកខ្មែរទេអ្នកស្រុកក្រៅនោះប៉ុន្តែវាអត់ខ្មែរអាន្តិចហ្នឹងគឺវាមានរហូតបងប្អូនចឹងបានជាមនុស្សចូលចិត្តនៅមនុស្សក្រៅប្រទេសខ្សែវាបងប្អូនខ្មែរយើងនៅក្រៅប្រទេសបើនិយាយពីទ្រព្យយើងកុំនិយាយទូទៅភាពនឹងអ្នកមាននៅស្រុកខ្មែរមួយចំនួនណាមួយចំនួនតូចអ្នករកស៊ីអ្នកចំនួនអីណាលុយអ្នកក្រៅប្រទេសលុយអ្នកអាមេរិកអ្នកបារាំងតិចជាងលុយអ្នករកស៊ីដីនៅស្រុកខ្មែរណាអានេះយើងនិយាយមកចំនួនតូចយើងកុំនិយាយប្រជាជនទូទៅប៉ុន្តែសូតែពួកនោះអស់លុយនឹងដួលអស់គូទៅនៅស្រុកនេះអស់លុយមិនដួលទេតែខ្ញុំសូមថាអត់ធ្វើការខ្ញុំគេតែងាប់ឲ្យខ្ញុំរើចេះហ៎មករីបរ៉ាអានេះខ្ញុំគេមានអាតំណាញ់មួយមនុស្សវាត្រូវតែមានវារស់ដូចគេដូចឯងចឹងហើយយើងមើលនៅស្រុកខ្លះគេថាចេះគេថាអូហើយទៅធ្វើនៅស្រុកបារាំងស្រុកអាមេរិកយកពុនណានៅស្រុកអឺរ៉ុបនៅស៊ុយអែតយកពុនខ្ពស់ស្រុកខ្មែរអត់យកពុនប៉ុន្តែអ្នកទេសចរជុំវិញពិភពលោកនេះឃើញតែបារាំងនេះថាបងប្អូនមែនទេខ្មែរយើងមានឯណាបើទៅវាអត់ទៅធ្វើការនៅកូរ៉េវាអត់ទៅធ្វើការនៅថៃខ្មែរយើងមានតែអ្នកមានតិចតួចទេដែលដើរទេសចរជិះយន្តហោះតាមភ្នាក់ងារទេសចរមកថតនៅចិនមកថតនៅអឺរ៉ុបមកថតនៅអាមេរិកទូអ៊ីហ្វែលនៅបារាំងអីណាមានតិចទេបើយើងប្រៀបធៀបជាមួយនឹងប្រជាជន16 17លានអ្នកខ្មែរយើងណាមានមិនដល់ 10000 អ្នកផងដែលអាចដើរដំណើរមកអឺរ៉ុបអីបានណាឥឡូវយើងមើលអានេះសិតតែអ្នកមានប៉ុន្តែពួកបារាំងពួកអាមេរិកមានអ្នកមានទេណាបងប្អូនមើលអ្នកទេសចរជុំពិភពលោកទៅស្រុកថៃមើលសិតតែពួកបារាំងឯតាទៅប្រទេសគេយកពុនបើស្រុកខ្មែរយើងមិនមានយកពុនពីប្រជាជនមែនប៉ុន្តែយកពុនពីក្រុមហ៊ុនឧទាហរណ៍សាំងមិនទៅយកពុនពីប្រជាជនទេតែយកពីក្រុមហ៊ុនសាំងយើងហើយសាំងវាយកពីណាមកវាមិនយកពីប្រជាជនតែថាសាំង1លីត្រ 1000រត់ចូលពុន 1000ក្រុមហ៊ុនវាមិនលក់ឲ្យចំណេញថ្លៃសេវាកម្មឯងមិនត្រូវលក់ឲ្យ 1200មានន័យថាម៉េចមានន័យថាប្រជាជនចាក់សាំង1លីត្របង់លុយឲ្យហ៊ុនសែន 1000 បាទគាត់យើងមើលហ៊ុនសែនមិនយកផ្ទាល់មែនទេអញ្ចឹងអ្នកខ្លះគេថាអូឯងទៅនៅស្រុកបារាំងស្រុកអាមេរិកហ្នឹងគេយកពុនចុះប្រសពខ្មែរអត់យកពុនសមមនុស្សក្រលហាមយើងមិនមើលទេអ្នកទេសចរដើរជុំពិភពលោកមានខ្មែរណាមកមានមិនអត់ទេមានតែអ្នកមាន2 3នាក់ណាហើយយើងមើលពួកបារាំងពួកអាមេរិកមើលអ្នកទេសចរសិតតែបារាំងហ្នឹងមកយកពុនដែរវាមិនលហាមដូចស្រុកខ្មែរដូចតែខ្ញុំនិយាយណាខ្ញុំគាត់តែចង់ជម្រាបប្រាប់ប្រិយមិត្តរឿងថាប្រភពហិរញ្ញវត្ថុនៅក្រៅប្រទេសមិនទេរីស្រួលទេខ្មែរយើងសាមគ្គីទៅមែនទេសម្ដេចខ្ញុំថាអត់មានអីទេអត់មានទៅសបាយអត់មានទៅគុណសម្បត្តិអីទេចាក់តឹមសខាទៅចាក់មនុស្សដាក់គុកនឹងគាត់ថាវាអាចចំអែតកំហឹងមៀនៅក្នុងខ្លួនវាអាចធ្វើឲ្យសម្ដេចខឹងទៅចាក់មនុស្សទៅវាធ្វើឲ្យថាឯងធ្វើឲ្យអញខឹងអញបញ្ចេញកំហឹងតាមចាក់ឯងដាក់គុកនេះឯងនិយាយពាក្យដែលលោកយុទ្ធឯងនិយាយពាក្យសច្ចៈតនាំឲ្យមានការគ្រប់គ្រងជុំវិញប្រទេសសូនារាអីហ្នឹងនិយាយពាក្យហ្នឹងវាល្អវានាំឲ្យមានការគ្រប់គ្រងខ្លាំងពេកវាធ្វើឲ្យអញនឹងវាខ្មាស់គេអញចាត់ឲ្យឯងដាក់គុកដើម្បីចំអែកកំហឹងរបស់អញនេះឯងបើចង់ឲ្យឯងលើឯងត្រូវតែលុតជង្គង់ថ្វាយបង្គំនិងសុំទោសឬក៏ចុះចូលជាមួយគណៈបច្ចុប្បន្នអាហ្នឹងវាបានតែចំអែកកំហឹងបិសាចមាននៅក្នុងខ្លួនតើសូគុណធានាថាចុងក្រោយដែលខ្ញុំនិយាយអំពីសាមគ្គីរឿងថាប្រភពហិរញ្ញវត្ថុនៅក្រៅប្រទេសសុខុមប៉ែនបងប្អូនមើលសារដែលខ្ញុំសរសេរហ្នឹងគឺត្រូវអស់លោកជិតគេថាចុះសាមគ្គីនេះសូនតារាដោះលែងកម្មសខាដែលសំរងស៊ីចូលស្រុកអ្នកទាំងអស់គ្នាមានសេរីភាពដោះលែងអ្នកទោសអានឹងមិនគេហៅសាមគ្គីទាល់តែរួមគ្នាទៅចុះចូលតែជាមួយគណៈបកប្រជាជនអានឹងបានហៅថាសាមគ្គីជ័យអង្គតន្ត្រីសម័យមូរីបូរ៉ាបងប្អូនបើសាមគ្គីដូចអញ្ចឹងណាអានោះគេហៅថាធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញនិងផ្លាស់ប្ដូររបបបងប្អូនយើងបើស្ដាប់លោកគ្រូនិយាយទៅបានដឹងថាលូសិចត្រូវចុះខ្ញុំអត់យល់លោកគ្រូបើនាំគ្នាទៅចូលគណៈបកប្រជាជនទាំងអស់ទៅចុះចូលជាមួយគណៈបកប្រជាជនទាំងអស់មិនកម្លាំងយើងរឹងមាំតែមួយរឿងអីបានគេថាបើសិនជាការសាមគ្គីរួបរวมគ្នាដោយចុះចូលទៅគណៈបកប្រជាជនទាំងអស់វាគឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនិងបដូររបបពីព្រោះនៅលើโลกនេះមានតែប្រទេសកុម្មុយនីសផ្ដាច់ការដូចជានៅកូរ៉េខាងជើងនៅចិននិងនៅយួនទេដែលដឹកនាំដោយបកតែមួយបងប្អូនជាច្បាប់របស់គេអត់ខុសទេប្រទេសកុម្មុយនីសផ្ដាច់ការគឺជាប្រទេសដែលដឹកនាំដោយបកតែមួយប្រទេសកម្ពុជារដ្ឋធម្មនុញ្ញគឺបានចែងថាប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបករដ្ឋធម្មនុញ្ញមែនទេអាស្រ័យព្រះមហាក្សត្រមានន័យថាបើកាលណាប្រទេសកម្ពុជាដឹកនាំដោយបកតែមួយទៅចូលគណៈបកប្រជាជនគឺយើងមិនធ្វើរដ្ឋប្រហារដុតរដ្ឋធម្មនុញ្ញចោលបំផ្លាញរដ្ឋធម្មនុញ្ញអានឹងក្បត់ជាតិមែនទេបើអ្នកឯងធ្វើអញ្ចឹងបានអ្នកឯងកែរដ្ឋធម្មនុញ្ញឲ្យទៅជាប្រទេសកម្ពុជាជាប្រទេសសង្គមនិយមលុបបំបត្តិការបោះឆ្នោតទៅជាប្រទេសដឹកនាំដោយបកកុម្មុយនីសប្រជាជនកម្ពុជាស្រាប់ដូចចិនធ្វើត្រូវដើម្បីធ្វើអញ្ចឹងបានតើយើងទៅកែទៅផ្ដួលរំលំរដ្ឋធម្មនុញ្ញទៅធ្វើរដ្ឋបហាររដ្ឋធម្មនុញ្ញសិនមែនទេពីព្រោះប្រទេសកម្ពុជាពី
ពាក្យថាសាមគ្គីនេះស្រុកថៃសាមគ្គីមិនមែនត្រូវការនាំគ្នាទៅចូលគណៈបកយើងឡាក់គណៈបកថាក់ស៊ីនគណៈបកថេនថងទាំងអស់គ្នាណាណាថៃសាមគ្គីមានន័យថាគ្រប់និន្នាការសាមគ្គីគ្នាអានេះហៅសាមគ្គីប្រជាជនគេហៅរួមរស់ជាមួយគ្នាមិនមែនតើប្រទេសហ្នឹងចូលសាសនាតែមួយទេណាបងប្អូនអត់ទេប្រទេសខ្មែរប្រទេសអាមេរិកសាសនារាប់ពាន់ជនជាតិមួយសាសនាមួយអាមេរិកសាមគ្គីគ្នាមិនមែនថាអូប្រជាជនអាមេរិកទាំងអស់ដែលហៅថាសាមគ្គីគ្នាតើទៅចូលគ្រឹះសាសនាប្រជាជនណាដែលមិនចូលគ្រឹះសាសនាអញចូលសម្បត្តិចូលទាំងអស់អាហ្នឹងគឺគេហៅថាអាពតណាបងប្អូនប៉ុលពតបើរាល់ការសាមគ្គីតើតែចុះចូលជាមួយគណៈបកប្រជាជនវាតើតែទី1ផ្ដួលរំលំកែប្រែរដ្ឋនៃរដ្ឋប្រហាររដ្ឋធម្មនុញ្ញទី2គឺបដូររបបមានន័យថាកម្ពុជាបើបដូរប្រហាររដ្ឋធម្មនុញ្ញហើយបើបដូររបបហើយវាឡើងទៅជារបបប្រជាធិបតេយ្យសេរីពហុបកឡើងមានការបោះឆ្នោតឡើងមានព្រឹទ្ធសភាឡើងមានរដ្ឋសភាហើយមានតែបកកុម្មុយនីសប្រជាជនកម្ពុជាដឹកនាំដោយសមមិត្តហ៊ុនសែនដឹកនាំដោយសមមិត្តនៃលោកងារសម្ដេចហើយព្រោះឡើងជានិយមហើយសម្ដេចហ្នឹងដូចខ្លាយទៅជាសមមិត្តហ៊ុនសែនសមមិត្តនៃហ៊ុនណែតអើយមែនទេហ៊ុនម៉ាណែតទេអ្នកនាំពាក្យប្រជាពលរដ្ឋយើងធ្វើអញ្ចឹងទី3គឺដើម្បីខ្លាយទៅជារបបប៉ុលពតមានតែរបបប៉ុលពតមានតែបកកុម្មុយនីសកម្ពុជាប៉ុលពតទេដែលដឹកនាំដោយបកតែមួយអញ្ចឹងការសាមគ្គីដោយអាពតបងប្អូនដឹកទី1ដឹកនាំដោយបកតែមួយទី2គឺលុបបំបាត់សាសនាទាំងអស់ពាក្យថាប្រជាជនរួមរស់រួមសុខសាមគ្គីគ្នាមិនមែនមានន័យថាឧទាហរណ៍ខ្ញុំនិយាយសាសនាទៅទាល់តែប្រទេសនឹងមានសាសនាតែមួយទេបងប្អូនមើលនៅក្នុងប្រទេសកម្ពុជាសាសនាយើងមានពុកក្តីណែចម្រុះជនជាតិភាគតិចក៏មានណែនៅម៉ាឡេស៊ីសាសនាអីក៏មានឧទាហរណ៍សាសនាម៉ាឡេស៊ីគាត់ថាគ្រប់បណ្ដោះធំសាសនាអ៊ីស្លាមប៉ុន្តែសាសនាតិចទៀតនៅបានហិណ្ឌូដូចជាអ្នកណាដែលគេទៅលេងប្រទេសម៉ាឡេស៊ីទៅលេងភ្នំសាសនាហិណ្ឌូធំប៉ុណ្ណាគេមានទៅបាយចោលឯណាគេមានទៅកំទេចចោលឯណាចិននៅម៉ាឡេស៊ីចិនប្រហែល70 30 50% ណាចិនកុងស៊ីអ៊ីមចឹងទៅអានេះគឺច្បល់គេមិនតែប្រខំគ្នាណានៅកោះបាលីឲ្យខ្ញុំឧទាហរណ៍ថាចេះអញ្ចឹងមិនមានអានេះថាសាមគ្គីបងណាដូចគ្នានយោបាយសាមគ្គីមានន័យថាគ្រប់និន្នាការនយោបាយអាចរួមរស់ប្រកួតប្រជែងរួមសុខរួមទុក្ខណាទោះជាមានការប្រកួតប្រជែងយ៉ាងណាក៏ដោយទៅជាមួយគ្នាបើនិយាយពីខ្ញុំប្រៀបធៀបទៅនឹងកីឡាគេហៅថាសាមគ្គីគ្នាលើកស្ទួយកីឡាគុនខ្មែរមិនមានន័យថាមនុស្សទាំងអស់ហ្នឹងត្រូវតែហាត់ហើយកុំវាយនាំគ្នាកាន់ពៀនយកទៅឲ្យនៅសុខីទេមិនថាអូកាន់ពៀនយកទៅឲ្យនៅស្អីនៅសម្បត្តិពេជ្រសម្បត្តិទេយើងសុខធីពេជ្រសម្បត្តិកុំវាយគ្នាដើម្បីបង្ហាញការសាមគ្គីភាពគឺយើងកីឡាករទាំងអស់នៅក្នុងប្រទេសកម្ពុជាលោកស្ទួយគុនខ្មែរគឺត្រូវតែរៀបចំដង្ហែពៀននិងខ្សែក្រវ៉ាត់យកទៅជូនសុខធីឈួតទេអានឹងគឺត្រូវតែវាយគ្នាហ្នឹងណាសាមគ្គីគ្នាលើកស្ទួយកីឡាគឺត្រូវតែប្រជែងគ្នាសាមគ្គីគ្នាលើកស្ទួយសន្តិភាពនៅក្នុងប្រទេសកម្ពុជានិន្នាការគណៈបកត្រូវតែប្រជែងគំនិតគ្នាដើម្បីលើកស្ទួយគ្នាបើមនុស្សទាំងអស់ទៅចុះចូលជាមួយគណៈបកប្រជាជនទាំងអស់អានឹងគឺតតែបដូររដ្ឋធម្មនុញ្ញវាតតែបដូររបបវាទៅជារបបបកកុម្មុយនីសដូចនៅយួនបកកុម្មុយនីសដូចនៅចិនខ្មែរប្រូឆៃវាតទៅដូចរបបប៉ុលពតណាអានឹងបានវាត្រូវអញ្ចឹងហើយបានជាខ្ញុំសរសេរសារនេះមុតឲ្យត្រូវណាបងប្អូនបើទាល់តែចុះចូលតារាសវណ្ណរាថៃ Forest ជាមួយគណៈបកប្រជាជនទើបហៅថារួបរวมអានោះស្មើនឹងបងប្អូនចូលរួមធ្វើរដ្ឋប្រហារបដូររំលំរដ្ឋធម្មនុញ្ញនិងបដូររបបហើយប្រទេសគឺតម្រូវប្រទេសកម្ពុជារដ្ឋធម្មនុញ្ញតម្រូវឲ្យមានការគោរពសិទ្ធិមនុស្សសេរីភាពពហុបកការចូលរួមប្រទេសកម្ពុជាមានពហុបកឯណាជឿថាចុះបកតាំង20ហ្នឹងគឺសិតតែជាបកគណៈបកប្រជាជនបង្កើតហើយស្ថិតនៅរណបអានេះគេមិនហៅគណៈបកបងប្អូនគេហៅសាខាតែខ្ញុំឧទាហរណ៍នៅក្នុងប្រទេសកម្ពុជាធនាគារ ACBDA ខ្ញុំនិយាយឈ្មោះទេបាទនេះធនាគារ ACBDA គឺមានតែមួយទេបងប្អូនតែមួយយ៉ាងម៉េចមានគ្រប់សាខាទូទាំងប្រទេសមានដល់ស្រុកដល់ឃុំទៀតឥឡូវមានច្រើនហ្នឹងជាសាខាតែប៉ុន្តែក្រុមហ៊ុនតែមួយទេក្រុមហ៊ុន ACBDA តែមួយទេមិនចឹងមានទៅដល់ភូមិមានទៀតធនាគារ ACBDA មានទៅដល់ឡាវទៀតថានៅទីណាធនាគារណាទោះជាវាមាន 100000 សាខាក៏ដោយច័ន្ទវីមែនទេក៏វាជាធនាគារតែមួយដែរដូចគ្នាគណៈបកនៅក្នុងប្រទេសកម្ពុជាណាទោះជាមាន 1000 គណៈបកក៏ដោយឲ្យតែវាផ្គត់ផ្គង់គ្រប់គ្រងដោយគណៈបកប្រជាជនណាអានឹងជាបកតែមួយតើមែនទេជាបកតែមួយតើអានឹងគេបំផ្លែងគេបោកប្រជាជនគេគិតថាប្រជាជនស្គួតគេគិតថាប្រជាជនល្ងើគេទៅបង្កើតគណៈបកដើម្បីឲ្យឃើញតែពហុបកទៅបោះឆ្នោតទៅបោះជាមួយណាបើអានឹងគណៈបកប្រជាជនទាំងអស់ហ្នឹងនៅខ្ញុំលើកឧទាហរណ៍ទៅក្នុងធនាគារណានៅក្នុងគណៈបកប្រជាធិបតេយ្យវាតតែមានគូប្រជែងពិតប្រាកដទោះជាមានប្រមាណក៏ដោយបុណ្យធឿនយ៉ាងប្រិយចំណិត share ប្រនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតអញ្ចឹងបានជាសារនេះគឺសំខាន់ណាស់ត្រឡប់មកវិញគឺការសាមគ្គីដែលខ្ញុំចង់សម្ដៅលើនេះមានន័យថាគ្រប់និន្នាការនយោបាយអាចរួមរស់និងប្រកួតប្រជែងជាមួយគ្នាបាន
មិនចាំបាច់ណាខ្ញុំលៀមតតែចូលគណៈបកប្រជាជនទេបើអញ្ចឹងគឺអពតដែរដោយសារតែឥឡូវនេះយើងមានពេលវេលាច្រើនដែរបាទថ្ងៃនេះយើងបានម្ដងបងប្អូនប្រហែលជាសប្បាយចិត្តរឹតទីលេខចូលទៅដល់វគ្គចុងក្រោយគឺសំណួរចម្លើយនឹងបញ្ហាផ្សេងៗខ្ញុំនឹងអានខមមិនរបស់បងប្អូនបើមានមតិឬក៏សំណួរចម្លើយយ៉ាងណាខ្ញុំនឹងធ្វើការបកស្រាយហើយយើងមានពេលវេលាបន្តិចតាំងពីធ្វើការផ្សាយផ្ទាល់មកប្រធានបទខ្ញុំដាក់3លេងលីគៀនដល់ប្រធានបទ3ជាទូទៅនិយាយចប់គឺចប់បិទដល់ម៉ោងតែម្ដងដល់ពេលនេះប្រធានបទតែ2ហើយគ្រឿងខ្លែងក៏វាខ្លីដែរអន្តពិសេសដូច្នេះយើងមានពេលអានខមមិនរបស់បងប្អូនទៅតាមកម្មវិធីរបស់យើងបាទexactly ត្រូវហើយបាទសកុនតេរីអ៊ុំអ៊ីសែនបាទប្រិយមិត្តអ្នកស្នេហាជាតិមុខមុតរំមេតាអ៊ុំបាទ unification is irreplaceable បាទអានឹងគ្មានអីអាចជំនួសបានទេការរួមសាមគ្គីបងប្អូនណាឥឡូវខ្ញុំលើកឧទាហរណ៍មួយយើងរួមសាមគ្គីគ្នាលើកស្ទួយគុណខ្មែរទៅធ្វើម៉េចមិនត្រូវបង្កើនការប្រកួតឲ្យបានច្រើនអានេះលើកស្ទួយគុណខ្មែរពិភពលោករួមសាមគ្គីគ្នាអតាហិអតណោទេថោលើកស្ទួយវិស័យបាល់ទាត់មិនបង្កើនពៀននិងបង្កើនការប្រកួតឲ្យច្រើនការរួមសាមគ្គីបើយោងតាមហ៊ុនសែនបើថាយោងគុណខ្មែរគឺត្រូវចងដៃចងជើងកីឡាករទាំងអស់យកពៀនទៅឲ្យនរណាម្នាក់តាមអ្វីដែលហ៊ុនសែនចង់បានទៅបាល់ទាត់នៅក្នុងប្រទេសកម្ពុជានឹងដើម្បីរួមគ្នាលើកស្ទួយវិស័យបាល់ទាត់កម្ពុជាបើយោងតាមទ្រឹស្ដីគណៈបព្វជិជនគឺគ្រប់ក្រុមក្លឹបទាំងអស់ត្រូវតែដាក់ខ្នោះដាក់ច្រវាក់បិទមាត់អាណាហ៊ានប្រឆាំងគឺត្រូវតែហែពៀនមួយឆ្នាំហែពៀនយកទៅឲ្យនរណាម្នាក់មិនមែនទេគឺត្រូវប្រកួតនៅក្នុងប្រទេសកម្ពុជាដើម្បីមានសន្តិភាពមានប្រជាធិបតេយ្យត្រូវតែប្រកួតហើយគ្រប់និន្នាការនយោបាយឈិចម្រុងត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅបើនិយាយតែចាក់គេដាក់គុកឲ្យហើយតាំងខ្លួនឯងជាមនុស្សល្អណាបាទឆាយាសច្ចាសង្ឃឹមថាលោកតាសុចដូរចិត្តមិនអីទេខ្ញុំធម្មតាទូនទីមនុស្សល្អបងប្អូនគឺនិយាយដោយបងប្អូនយើងថាសង្ឃឹមថាលោកតាសុចដូរចិត្តបងប្អូនទោះជាការសម្រេចយ៉ាងណាគឺវាស្ថិតនៅលើលោកឪទេបាទណាគាត់ថាក្នុងនាមជាមនុស្សល្អត្រូវតែផ្ដល់យោបល់ដើម្បីជាកុសលផលបុណ្យដោយព្រះពុទ្ធសម្ដែងធម៌ចង់អ្នកណាគេស្ដាប់បានហើយយកទៅអនុវត្តនៅក្នុងជីវិតជារឿងរបស់គេពុំធឿនអញ្ចឹងសូនតារាបើនិយាយសម្ដៅទៅលើលោកឪសុចថាបើលោកឪត្រឡប់ទៅក្នុងប្រទេសកម្ពុជាបានតែមួយឆាវទេយូរទៅអាចគេបោះបង់យូរទៅអាចស្ងាត់ទៅហើយប៉ាសពតលិខិតឆ្លងដែនរបស់លោកឪហ្នឹងគឺมันអាចដើរបានទូលំទូលាយទេប៉ាសពតខ្មែរយើងពិបាកណាស់ទៅណាមកណាណាខេនីជីត្រូវសុំវីសាយ៉ាងវេទនាហើយបើសិនជាអត់ទេបើសិនលោកឪអាចត្រៀមខ្លួនប្រឈមទៅអញនៅក្នុងប្រទេសកម្ពុជាហ្នឹងបន្តិចដំបូងគឺឈូឆរមែនប៉ុន្តែដល់យូរទៅហ្នឹងអាចគេបំភ្លេចអាចគេលែងសូវនឹកងារគេលែងសូវនឹកឃើញហ្នឹងតលោកឪត្រៀមធ្វើចិត្តរស់នៅជាមួយភាពឯកោនិងការបែងជើងគ្នាមួយចំនួនយើងចេះពេកក៏គេបែងជើងមិនយើងស្ទើរពេកគេជន់ក្បាលអានេះត្រូវដឹងអញ្ចឹងក្នុងសង្គមនៅទីណាក៏ដោយអញ្ចឹងពេលនោះដីថៃក៏ចូលបាននៅខ្មែរក៏អបសុកអាចង់មកបារាំងចង់មកកាណាដាក៏ពិបាកពួកប៉ាសពតខ្មែរខ្ញុំជឿថាបើគេយកយើងធ្វើលបែងយើងកុំលេងលបែងគេអីមិនអីទេមែនទេអានេះគឺជាអ្វីដែលខ្ញុំបាននិយាយមានន័យថាទោះជាលោកឪសម្រាប់យ៉ាងណាក៏ដោយជារឿងរបស់លោកឪទេប៉ុន្តែអ្វីដែលសូនតារាបានបំពេញកាតព្វកិច្ចក្នុងនាមគុណធម៌ក្នុងនាមជួយមនុស្សការកំពុងធំខ្ញុំបានធ្វើហើយទុកឲ្យទេវតាជាអ្នកសម្រេចទុកឲ្យលោកឪជាអ្នកសម្រេចទៅចុះប៉ុន្តែអ្វីដែលខ្ញុំបានធ្វើហើយកុំឲ្យសោកស្ដាយកុំឲ្យខ្ញុំមានទៅបដិសេរីថាខ្ញុំមិនបាននិយាយណាថាអញ្ចឹងក៏អត់អីលោកឪទៅខ្មែរច្បាស់ជាមានគេគ្រប់គ្រងច្បាស់ជាគេរៀបចំឲ្យមានភាពអធិកអធមមែនប៉ុន្តែយើងមើលមួយឆ្នាំក្រោយមកលោកឪនឹងត្រូវបានគេបោះបង់ចោលហើយក្នុងហ្នឹងវេទនាផ្លូវចិត្តទៅចុះប៉ុន្តែត្រូវត្រៀមចិត្តជាមួយនឹងការឈ្នានេះត្រៀមចិត្តជាមួយនឹងការដែលគេបោះបង់ចោលត្រៀមចិត្តជាមួយនឹងការដែលមិនសម្រេចដូចបំណងបើត្រៀមអានឹងបានមិនអីទេរស់នៅស្រុកខ្មែររស់នៅបិណ្ឌបាតធម្មតាចាំតែណារវល់អីមិនរវល់អីធម្មតាទៅក៏អត់មានអីទេមែនទេហើយត្រូវគិតថានៅក្នុងពុទ្ធសាសនាមេត្តាករុណាគឺជាគោលការណ៍សំខាន់ខ្ញុំចង់ឲ្យលោកឪណាឲ្យខ្មែរហើយនិងថៃមានសេចក្តីស្រឡាញ់គ្នាយើងឆ្លោះគ្នាក៏មិនអាចទៅឆ្លោះគ្នារហូតដែរមិនអាចឆ្លោះគ្នា200 300ឆ្នាំបានទេយើងមិនអាចទៅលើកប្រទេសចេញពីតំបន់នឹងបានទេទោះយើងបាញ់គ្នាក៏ដោយនៅអាមេរិកហើយនឹងខ្ញុំលើកឧទាហរណ៍ដូចជាចម្លើយពុនបារាំងហើយអាល្លឺម៉ង់ពីដើមបារាំងអាល្លឺម៉ង់ពីដើមវាយគ្នាអាល្លឺម៉ង់អ៊ីតាលីវាយចូលដល់ក្រុងប៉ារីសបង្ហូរឈាមគ្នាឈាមឲ្យរាប់លានអ្នកស្លាប់30-40លានអ្នកបារាំងអាល្លឺម៉ង់ណាតែវាកិច្ចវាទៅលើកអាល្លឺម៉ង់ទៅឆ្លោះជាមួយបារាំងវាទៅលើកប្រទេសវាទៅឯណាបារាំងវាឆ្លោះជាមួយអាល្លឺម៉ង់ទៅលើកប្រទេសទៅណាថៃឥឡូវវាមានកម្លាំងជំនាញពៀនខ្មែរមែនទេខ្មែរយើងទៅលើកប្រទេសទៅណាកិច្ចថៃជំនាញពៀនហើយខ្មែរយើងវាយបកវិញទប់ទល់តែចំនួនហ្នឹងវារ៉ាំរ៉ៃថ្ងៃអនាគតថៃទៅលើកប្រទេសទៅណាដើម្បីកិច្ចពីខ្មែរអត់មានទេទោះបីជាមិនអាចធ្វើទៅរួចប៉ុន្តែម្ដងបន្តិចយើងប្រកាន់ចំហខ្សែធម៌មេត្តាករុណាមែនទេគឺសេចក្តីស្រឡាញ់សន្តិភាពបុគ្គលក្តីស្រឡាញ់បង្កើតសន្តិភាពឲ្យខ្មែរនិងថៃស្រឡាញ់គ្នាទៅសូនតានៅតែនិយាយចឹងទេមិនណាស្អប់ទៅបើស្អប់ភាសាដែលខ្ញុំចង់ឲ្យមនុស្សជាតិស្រឡាញ់គ្នាខ្ញុំមិនដឹងថាធ្វើយ៉ាងណាទេបងប្អូន
ในหมวดโบราณสันติเพียบแต่ดิฉันจอมตะกัดสำหรับบางโฮชิมคือเนี่ยอันนั้นคือมันดันทางอย่างนั้นได้บ้าจันลาลังขนมสังคมขมายระบบประกาเจ็บปีแต่ว่าดิฉันลาลังก็เจ็บเขาไม่นะเจ็บปีกี่ไปจื้อนะเรื่องงงกี่มือหยี่ประเด็นจิกุนประเด็นท่าตะบงแมนว่าเชื่อสมรักแต่เลยเชื่อสมรักแต่เลยบางโอนจังหวะนี้ขยมปรับเนี่ยรอยคณีเดจิกรมสัตว์สมรักไทเกอร์ฟอเรสต์เนี่ยได้เชียนเชียงโจนโยบายเต้าเตรียมตบตัวจู่มวยนั้นสไตร์ปีสไตร์ขังไกลนั่นสไตร์ขังขนมสไตร์ขังไกลงี้ตบตัวเลยสไตร์ขังขนมคือคณีไอ้บ่มาตบตัวนะมันนุเปียเจ้าเขาจัดเรื่องนโยบายบอกบังเจ้านโยบายใบบ้าเรื่องนโยบายโดยซาตอับมันดังนั้นคือเรื่องเปิดเรื่องนั้นวิจิสัจจะทั่วการเมียนนักละโยธาวิออดการเมียนเราตัดการตื้อตุบอดบานใช่บางคนกรมสัตว์สนราตระดังท่าปีเดอันเชียนเชียงโจกรมหุ้นบริการไปตอนเนี่ยเชียนเชียงโจขนมนโยบายตระดังท่าจะตาปีคือกู้ประกวดประเจงนั่นกระตาตีขนมเต้าแต่จีบิเซเต้าแต่เฮียนประชมจมูกกระตาตีขนมบางคนประชมจมูกนึงตุ่มนัวกระตาตีขนมเหมือนบางที่บางคนสกจัดเนื้อแต่ไอ้หล่อเชียนจีบิเซการโจช่วยนโยบายบางคนก้มรำปั้นทำมนุษย์นั้นจัดดุยืงกาปีสันติเพียบก้มรำปั้นทำมนุษย์นั้นสอบตามยืงก้มรำปั้นท่ายืงให้เอาอยู่มวยกี้ให้เอาอยู่มวยยืงแต่เปี๊ยกขยมดีใจทำไม่ได้นะจำบานเนี่ยเปี๊ยกขยมดีใจทำไมเปี๊ยได้บางคนโจลเพื่อนโยบายหรือก็โจลมันไม่ใช่โจลกระมุนก็มีการตัวไปเชิงเนี่ยเปี๊ยกโซนร้านทำไม่ได้นะจำบานเวลาขนมจองอ่านบางคนเมื่อปลอดแล้วโจลดาวระเบียบแบบจงกล่าวอย่างเปี๊ยกยืงชิ้นชิ้นโจลโยบายยืงกล่าวแต่เป็นยืงดังหัดเติมเมียนสตรีปีขังกล่าวนั่งสตรีขังขนมสตรีขังขนมคือจังไหนชนิดนี้ไปเชิงในใจดำให้กงโซนร้านก็มีใจดำขณีบางคนนึกหมายถึงในใจดำขณีพวมปีปีมวยตัวมวยจิตบกปะให้ในตุ่มน้อยจังบานจีเซอร์ดาคือทางมนุษย์รักอัศวินยัยจานเดียวเก่านั้นขยมแบบเติมประเทศบัดยัยดัดหมดเจ้าประเทศประเทศยัยดาวมันขณีนะยามสกีขยมเด็กโลบาได้ขยมอัดขยมมันตั้งใจยัยเรื่องไอ้เรื่องอัดประเจ้ามันอุ่นเฮ้ยจีกาปวมน้อมนอแบบเบียนกาฉลุกนี้นั้นโซนดาเนี่ยน่าได้ยัยนอแบบเบียนกาสามัคคีนอแบบเบียนกาสลังขณีอันนั้นสังท่าแบบขยมแบบลอยแบบขยมเป็นลอยมาตกยังเปล่าตัวมันเนี่ยลีตาเจอตุ้ยมาลอยบรรทุกขึ้นมาลอยบรรทุกมวยมันเนี่ยลีตาเจอตุ้ยกงสล้อมันเนี่ยแฮมจันดามาลอยบรรทุกนั่นเองจันลำ50 บรรทุกมีน้ำ100 บรรทุกเท่าไหร่เนี่ยจันแหลมขมเอาจันก็มันนุ่มเดี๋ยวมันไอเดียมาท่าเบาคนกับมันเบาทั้งจังเดี๋ยวท่าต่ออยู่เมื่อเดี๋ยวเต้ยดูก็ท่าเลยครูท่ามันไอเดียท่าเอาหน้าก็บ้าเลยวันนี้ก่อนนะกุ้มเทือน100 บรรทุกใช้ยาสัตว์ชา100 บรรทุกนั่นเองรำไปตาอุ้ม100 บรรทุกโอ้มันนี่คือเตรียมเล็บครุกเล็บถมอบางคนยังเล็บตักนะเนี่ยขึ้นสโลเลยบางคนเล็บครูให้เล็บทมอเป็นบ้านนั่นนะบางคนบ้านนะบางคนอัดสกอร์หลังนั้นบางคนโจตกน้องสมรภูมินะบ้านได้บางคนเมื่อเนี่ยนโยบายคลาซาอันจัดเนี่ยโตจัดไอ้เพราะแต่บางคนไม่เคยโซนแต่ละต่างเป็นดาวเมาได้ใส่ได้ใส่ยมยุลปีจะดับพอมาจิตหนึ่งนู้ให้ปีเด็กยมยุลให้ยมไต่เป็นยุลปราบเนี่ยตีนั่นไม่เอาเต้าจีกำลังสามเมื่อกี้เอาเต้าจียุลมีเรื่องคลาในปีเด็กยังยุลให้ยังสกอร์แต่เรื่องหน้ายังจะลุกมอดยังยกจัดตกดักเรื่องน้ายังอาจจะลุกมอดยังอาจจะจัดตกดักด้วยจะเรื่องใจดำขณีด้วยจะเรื่องใจเรื่องอัดประเจ้าเรื่องอัดประเจ้าจะไปแต่เรื่องอัดประเจ้าคือเรื่องใดน้องมาเมียนกับหังขณีไอ้เอาเนาะเบอร์เอาเยอะสตรูกับหังเมียนประเจ้าสตรูขังเราไปอัดปัญญาไปยังในใจก็เอาสตรูนุ่งขังยังจะลบเตาตรงนั้นดาวจะปุ๊บเชื่อมด้วยอันนั้นเมียนประเจ้าเพราะถ้าอัดประเจ้าจังใจเอาขณีไอ้ขังในใจดำขณีไอ้แบบนี้ไปเชื่อมขณีไอ้แบบนี้อันนั้นคือในใจน้องแบบไปบักซาเมื่อกี้อันนั้นคือกรมไอ้แบบนี้กรมเซสโตนระในใจสกัมแบบเพียบบทสำหรับตีกันน้องเพื่อเอาไปได้ไปเสกได้ซับนึ่งกา3 ปีอันนั้นคือจีบอลน่ะเอาไอ้ตายบอลโอนเจดีเจเอาไอ้เหมือนนุ๊กในขนมกรงสลัน1 3 ปีแค่นี้เฮาถักบอลโอนมันไปเติมวัดในรอยไงก็บ้านน่ะคือบานบอลน่ะปรีจมันเชียร์ไปโดนที่การปรีจมันเตะเตียวตู้รถตู้โซดาสลัดเข้าจนประดับกาพลัดโดนนัดเป็นนัดบากาปีสันแต่เพียบเก่าแต่ไอ้อันนั้นเนี่ยคำมันขมเอาจากยมบัดอ่านอย่างมันอยู่เลยไอ้คำมันขมเอาใช้คำมันกี่ปปีแต่ได้เลยแม้จะไม่รู้ตีว่าแต่ด้วยขึ้นมันเนี่ยได้แต่ขมเอาเราต้องมาดักปลาจีบเซ็กกาลาซีสไลโจเลยนะคนแต่ใบปลาบอกขมเอาจึงลงจึงติดกรุ๊ปดาวเชื่อบางคนมันเนี่ยตอนแต่เป็นอะไรนี่บัดอะไรไงได้บานมวยได้คือจุกขมเอากาพิสันแต่เพียบกาพิสันแต่เพียบเป็นการตอบขมเอาจีไอ้คำมันเนี่ยคือกี่ปปีนี่ยัยกรุ๊ปแต่ประเทศนบัดอัดเมนเตอร์มันจะมวยประเทศนบัดเยอะด้วยนะเนี่ยน้องพี่ไปเจอประวัติบ้าที่บ่งยัวว่าปีนั้นควักเหมือนบานตีในขนมจีนตะไตบางคนจำปีโซนาราบ้าไอ้มันบัดต่อที่บางคนนั่นคือเนี่ย
account ការពីសន្តិភាពនឹងខ្មោចទេមែនមនុស្សទេបាទហើយ comment ហ្នឹងគឺស្វ័យប្រវត្តិគេសរសេរចោលទេបាទរៀនណាត់កែវចឹងណាបាទអញ្ចឹងបងប្អូនខ្ញុំមើលទៅដល់មានបងប្អូនយើងគាត់មានគ្រប់ត្រូលសារ៉ាបាទសារ៉ាគឺអ្នកតស៊ូមុខមុតណាហ៊ុនណាល់ប្រែកចាប់ខ្មោចធ្វើផ្អកណ៎ដូចអត់ទេហ៊ុនណាល់ប្រែកហ្នឹងគាត់ខមមិនគាត់ទស្សនៈល្អខ្ញុំទទួលស្គាល់ហើយគាត់វាយចំគោលដៅខ្ញុំមិនគឺអត់វាយគ្នាឯងបងប្អូនហើយមិនថាវាយចំគ្នាឯងឧទាហរណ៍នៅព្រំដែនទ័ពខ្មែរវាយថៃគឺវាយតែថៃទេទ័ពថៃវាយខ្មែរគឺវាយតែខ្មែរទេណាទោះជាវាយថៃឲ្យលបុះវាយអីក៏ដោយអាហ្នឹងគេហៅចំគោលដៅមិនខ្វល់តែថៃដូចគ្នាបោកខ្មែរយ៉ាងម៉េចដកឲ្យកែប្រែសម្រួលតបវាទៅចល័តអីហ្នឹងមិនទេប្រជាជនគេមានថ្កោលទោសឯណាយកណាអាហ្នឹងណាស៊ូភីរ៉ែនគឺគេហៅថាវាយចំគោលដៅសិនរ៉ូសិនណាដូចខ្ញុំឃើញនៅហ៊ុនណាល់ផែកហ្នឹងគាត់ចំគោលដៅគាត់ដាក់តែមនុស្សលៃលើហ្នឹងណាអាហ្នឹងគឺជារឿងតាមត្រូវហើយបងប្អូនបើយើងមិនបានធ្វើអីក៏ដោយណាយើងកុំតែវាយគ្នាឯងគឺជារឿងល្អណាស់ណាជារឿងល្អណាស់អញ្ចឹងបានជាខ្ញុំជម្រាបប្រាប់ប្រិយមិត្តថាត្រឡប់ទៅវិញនៅក្នុងប្រធានបទទី1មុនបញ្ចប់ហ្នឹងគឺពាក្យថាសាមគ្គីបើសាមគ្គីទាល់តែទាំងអស់គ្នាទៅចូលជាមួយគណៈបព្វជិជនអាហ្នឹងគេហៅថាធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនិងបដូររបបបងប្អូនណាហើយទៅត្រឡប់ទៅជារបបប៉ុលពតដែរហេតុអ្វីពីព្រោះមានតែប្រទេសវង្សទៅកុម្មុយនីសទេដែលដឹកនាំដោយបកតែមួយដូចជាប៉ុលពតដូចជានៃបកកុម្មុយនីសប៉ុលពតដូចជាបកកុម្មុយនីសចិនកុម្មុយនីសនៃកូរ៉េខាងជើងបកកុម្មុយនីសយួននេះវ៉ាន់ហ្នឹងប្រទេសកម្ពុជារដ្ឋធម្មនុញ្ញវាមិនតម្រូវឲ្យមនុស្សទៅចោះចូលបាទនេះហើយណាមួយទៀតពាក្យចោះចូលនឹងគឺគេប្រើនៅក្នុងសម័យសង្គ្រាមបើប្រទេសកម្ពុជាមានសន្តិភាពគ្មានទេការចោះចូលផ្ដាច់ខ្លួនប៉ុន្តែណានេះបើមានបដូរការគ្រប់គ្រងត្រូវចូលរួមគ្រប់គ្រងហ្នឹងអានឹងត្រូវព្រោះធម្មតាមនុស្សនៅក្នុងប្រជាធិបតេយ្យគ្រប់គ្រងមិនទៀងទេនៅសហរដ្ឋអាមេរិកអាណត្តិនេះគ្រប់គ្រងប្រជាធិបតេយ្យអាណត្តិនោះគ្រប់គ្រងនៅសាធារណរដ្ឋអាណត្តិនោះគ្រប់គ្រងសាធារណរដ្ឋអាណត្តិគ្រប់គ្រងប្រជាធិបតេយ្យក្នុងស្រុកខ្មែរក៏មានអញ្ចឹងដែរអាណត្តិនេះគ្រប់គ្រងបកប្រឆាំងអាណត្តិនោះគេបោះឆ្នោតហ៊ុនសែនអាណត្តិនេះគេបោះឆ្នោតឲ្យអ្នកនេះឆ្នោតឲ្យនោះអានឹងត្រូវប៉ុន្តែនេះបើតែផ្លាស់ប្ដូរការគ្រប់គ្រងចូលរួមគ្រប់គ្រងត្រូវប៉ុន្តែបងប្អូនត្រូវចាំប្រទេសដែលប្រើពាក្យចុះចូលនឹងផ្ដាច់ខ្លួនគឺជាប្រទេសដែលកំពុងតែកើតសង្គ្រាមនិងកំពុងតែធ្វើសង្គ្រាមបើអត់មានសង្គ្រាមកងទ័ពគឺកំពុងតែធ្វើសង្គ្រាមជាមួយប្រជាជនខ្លួនឯងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តផ្ទៃទៀតទូរទស្សន៍សូនតាចន្ទឡាំស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតណែបងប្អូនណាមើលអ្នកណាចេះបល័យណែមើលជួយមើលខ្មោចផងខ្មោចបាច់បែកណាបាទមិនចាប់គ្នាកុំធ្វើផ្អកអីចាប់គ្នាដាក់កឡយកទៅបដែតទឹកដើម្បីឲ្យត្រីចឹកងាយចាប់ជាតិដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមបញ្ចប់អរគុណប្រិយមិត្តដែលតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដល់បញ្ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តផ្ទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី